mà score chứ nhom sôm nai nom close nhom bát mua pon pan rớt ní sa sần đom năng bộ tận cam nên tì pet ai khát có công và chẳng bộ tận cam nắng dừng hay chỉ vô lấy chứ ban này tha sân cua không đặt nguồn chẳng hai ban nhom miền vọt miền ở ngày nít làm bay bằng hai pika sân cua chôn từ đó là lục cô nè cô tam đồ sọc hiếp tam một hàng sọc hào ba tèng rót nằng ai cái chôn chẳng sân khâm thaตัวปีกาบางแห่งนี้ลูกครูเนี่ยครูนั่งมีนจำแนกดังนั่งบานปฏิสอดปีญงได้ยงใจดำเนินนี้เยี่ยมแต่อนุวัตการเงียบมีนประสิทธิภาพโดยกรุบตามกรมสอบทวิจิตวิทยาไอ้นั่งสวัสดิเพียงเนี่ยจึงยืดเชียสำคัญแบบแล้วยังส้มแชร์สไลด์Nam Pô. Mẹ số lúc hú giờ bắt toàn kênh slide. Toàn cường toàn cường เคยเนี้ยลูกครูเนี่ยครู Lúc hú ai stop share sẵn hay xem đong tiết file được file đây là của bạn báo rồi chứ không. บ้านกูสไลด์ตัวนี้ผมแบบ chẳng là đi cứ chia phía sau bằng tí pet bảo dưỡng cứ cái đây là sờ lánh sau trở tiếp nên krom sau thôi chỉ vậy chẳng muốn hàng dương châu ông ra ca nghi thằng óc nhé cứ sắp tại ban chọn cắt nơi riêng krom sau thôi chỉ vậy rồi gọi dương hai thằng tích thằng óc nhé hai chẳng rồi ca anh vọt ca nghi vậy mỗi cái dương cột tám diêm krom bắt bọc nặng bảo dương là ban cho bắt luôn đặc biệt cầm oi miền Pành Hào đón nhẹ chữ ngữ hay năng luôn dương phòng đài chẳng ngàyนี้คือខ្ញុំសូមចែករំលែកនៅបទពិសោធន៍នៅសេចក្តីណែនាំការអនុវត្តការសង្គ្រោះបឋមសម្រាប់គិលានុបដ្ឋានរបស់យើងនៅក្នុងមូលដ្ឋានសុខាភិបាលទាំងសាធារណៈនិងឯកជនបាទចឹងមាតិការបស់ខ្ញុំមានចំនួន6ទី1គឺ primary survey គឺយើងពិនិត្យដំបូងគេពិនិត្យបឋមគឺមើលទៅលើ A B C D E បន្តិចទៀតខ្ញុំនឹងបង្ហាញថា A B C D E ហ្នឹងមានអីខ្លះហើយមាតិកាទី2គឺ airway emergency គឺការគ្រប់គ្រងផ្លូវដង្ហើមបន្ទាន់ទី3គឺការសង្កត់បេះដូងហើយនិងឆក់បេះដូងទី4គឺយើងមើលទៅលើការស្ទះផ្លូវដង្ហើមដោយវត្ថុអីមួយចូលទី5គឺបដកម្មម្លាក់អាស៊ីឬក៏គេហៅអាណាពីឡាទឹកហ្នឹងណាហើយទី6គឺឯកសារយោងដែលខ្ញុំយកមកពីណាខ្លះយើងចាំមើលទាំងអស់គ្នាបាទចឹង primary survey របស់យើងគឺA B C D ប៉ុន្តែដោយសារនៅកន្លែងនេះគឺខ្ញុំយក X មុន2025ហ្នឹងគឺយោងតាមសភៅAdvanced Trauma គឺគេប្រើពាក្យ X មុនប៉ុន្តែករណីនេះគឺគេនិយាយតែអ្នកជំងឺឬក៏ជនរងគ្រោះដែលយើងគិតថា trauma គឺប៉ះទង្គិចដូចមានឈាមមានធ្លាក់មានវាយតប់មានគ្រោះថ្នាក់អីផ្សេងអញ្ចឹងណាគឺយើងមើលទៅលើ X មុនតើ X ហ្នឹងគឺជាអ្វីគឺការហូរឈាមនៅខាងក្រៅបើសិនជាយើងមកដល់មកយើងមើលតើការហូរឈាមប្រកបខ្លាំងអត់ធ្ងន់ធ្ងរអត់បើមានហូរឈាមខ្លាំងឬធ្ងន់ធ្ងរយើងធ្វើការខាត់ឈាមភ្លាមហ្មងយើងហៅគ្នាជួយខាត់ឈាមហើយនឹងមើល A B C D E
A អីគេគឺ airway គឺផ្លូវដង្ហើមតើផ្លូវដង្ហើមរបស់គាត់ហ្នឹងមានអីស្ទះអត់មានអីបាំងអត់អាចដកដង្ហើមបានស្រួលអត់មានកគាត់មានហើមមានដុំមានពកមានអីផ្សេងអត់បន្ទាប់មកគឺយើងមើលទៅលើ B ការដកដង្ហើមតើគាត់មានដកដង្ហើមខ្លួនឯងបានអត់ដកដង្ហើមពេញល្អអត់ដកដង្ហើមមិនបានល្អឬក៏អត់ដង្ហើមបន្ទាប់មកទៀតគឺមើល C circulation គឺរបត់ឈាមចរន្តឈាមរបស់យើងហ្នឹងគឺមានចង្វាក់បេះដូងហើយនិងសម្ពាធឈាមយើងមើលយើងអាចស្ទាបជីបចររបស់គាត់ជីបចរការ៉ូទីតឬជីបចរ femoral ហ្នឹងទៅហើយបើអត់មានទេត្រូវធ្វើអីទៀតយើងនឹងមើលតាមក្រោយទៀតបន្ទាប់មកគឺយើងមើលទៅលើ D disability កន្លែងនេះគឺយើងនិយាយទៅលើស្មារតីឬក៏ភាពពិការភាពបានន័យថាគាត់ជួបហេតុការណ៍ហ្នឹងហើយតើស្មារតីគាត់មានអត់គាត់ស្លាប់អត់គាត់ដឹងខ្លួនអត់កម្រិតស្មារតីឬ GCS គាត់មានប្រមាណដែរហើយគាត់មានស្ពឹកមានពិការមានដឹងញៀនដឹងអីអត់អញ្ចឹងតមកគឺយើងមើលទៅលើ E exposure គឺបរិស្ថានជុំវិញខ្លួនគាត់មើលថាតើមានស្អីមកប៉ះគាត់អត់តើគាត់ត្រូវជាមួយនឹងស្អីគាត់ដួលតែខ្លួនឯងឬក៏គាត់មានប៉ះស្អីបានធ្វើឲ្យគាត់ដួលគាត់គ្រោះថ្នាក់ឧទាហរណ៍ថាគាត់ដើរគាត់ជន់ទឹកហើយទឹកហ្នឹងមានខ្សែភ្លើងឆក់នៅហ្នឹងយើងអត់ដឹងយើងអត់បានមើលជុំវិញខ្លួនគាត់យើងអត់ដឹងថាគាត់មានបញ្ហាអីហើយយើងចូលទៅសង្គ្រោះគាត់ហ្នឹងក៏អាចមានបញ្ហាដល់យើងដែរអញ្ចឹងនេះគឺដែលខ្ញុំយកមកហ្នឹងគឺសភៅ Advanced Trauma គឺនិយាយពី X មុនជាទូទៅបើសិនជាគាត់អត់មាន trauma ទេគឺយើងមើល A B C D E ប៉ុន្តែបើគាត់មាន trauma គាត់មានបរិកិច្ចអីផ្សេងគឺយើងមើល X មុនគេគឺការហូរឈាមគឺសភៅគឺគេណែនាំនិយាយអញ្ចឹងខ្ញុំសូមលើកយកមកហ្នឹងហេតុអីបានត្រូវការយកពួក trauma មកដោយសារខេត្តយើងនៅព្រំដែនដាច់ស្រយាលនៅព្រំដែនហើយវាមានចម្រូងចម្រាសអញ្ចឹងយើងត្រូវតែមើលទៅលើអា trauma ហ្នឹងហើយបើអត់មាន trauma ទេគឺយើងមើល A B C D ទេអញ្ចឹងអានេះគឺគំនុះបំព្រួញឲ្យយើងងាយស្រួលយល់ងាយស្រួលមើលអាខាងឆ្វេងនេះគឺដកចេញពីសមាគមអឺរ៉ុបគឺគេឲ្យមើលទៅធ្វើម៉េច identify ថាគាត់មានបញ្ហាឲ្យលឿនសង្គ្រោះបេះដូងឲ្យលឿនបញ្ជូនទៅមន្ទីរពេទ្យហើយគាត់មាន recovery មកវិញបានហើយចំណែកខាងស្ដាំពណ៌ក្រហមនេះគឺអក្សរកាត់ Dr. S A D C D បាទអក្សរកាត់ដើម្បីឲ្យយើងចងចាំងាយស្រួលចងចាំស្អីគេ D danger បានន័យថាមុនចូលទៅសង្គ្រោះរបស់ជនរងគ្រោះឬក៏អ្នកជំងឺយើងត្រូវមើលថាមានគ្រោះថ្នាក់ដល់យើងអត់យើងជាអ្នកសង្គ្រោះប្រកាន់គោលការណ៍មួយគឺកុំភ័យស្លន់ស្លោ don't be panic ទី2ទៀតយើងត្រូវតែមានសុវត្ថិភាពបើចូលទៅមានគ្រោះថ្នាក់ដល់យើងកុំចូលអញ្ចឹងគឺគេប្រើអក្សរកាត់គឺអក្សរ D danger ហ្នឹងឧទាហរណ៍ថាអ្នកជំងឺម្នាក់នៅសុកយើងដើរមកឃើញគាត់ដួលនៅលើផ្លូវយើងអត់ដឹងមានបញ្ហាអីអត់បានមើលអត់បានអីស្រាប់រត់ទៅប៉ះទៅពឹបគាត់កំពុងឆក់ខ្សែភ្លើងឆក់ដល់យើងដែរជួនកាលគាត់កំពុងប៉ះសារធាតុគីមីអីណាមួយនៅអញ្ចឹងទៅវាគ្រោះថ្នាក់ដល់យើងដែរជួនកាលទៀតគាត់ពោះចាប់ឲ្យគាត់ស្លាប់ទៅក្បែរហ្នឹងឲ្យពោះវាអត់ទៅណាវានៅក្បែរហ្នឹងយើងអត់បានមើលត្រឹមត្រូវទេយើងទៅដល់វាចាប់ដល់យើងដែរអញ្ចឹងគឺអាចំណុចហ្នឹងគឺសំខាន់ D យើងត្រូវតែមានសុវត្ថិភាពបានអាចជួយគេបានបន្ទាប់ពី D ហ្នឹងហើយគឺអក្សរ O យើងទៅមើលស្មារតីរបស់គាត់ថាតើស្មារតីរបស់គាត់ហ្នឹងមានអត់បើសិនជាស្មារតីរបស់គាត់អត់ទេចូលមកដល់អក្សរ S ហៅគ្នាជួយ send for help ឬ call for help shout for help ហៅគ្នាជួយកន្លែងនេះខ្ញុំសូមចែកចម្លែកបទពិសោធន៍ដែរហៅគ្នាជួយកន្លែងនេះទី1បានជួយទី2បានជាសាកសីយើងដឹងស្រាប់ហើយយើងមានព័ត៌មានកន្លងមកអ្នកខ្លះទៀតគាត់ជួយគាត់ខំទៅជួយប៉ុន្តែបែរទៅជាជនរងគ្រោះមានបាត់នេះបាត់នោះឬក៏ធ្វើនេះធ្វើនោះលូកលាន់ចេះចុះអីហ្នឹងស្រាប់មានព័ត៌មានមកហើយអញ្ចឹងហៅគ្នាជួយកន្លែងនេះគឺបានប្រយោជន៍2តាមបទពិសោធន៍ខ្ញុំទី1គឺបានគ្នាមកជួយការងារយើងជួយសង្គ្រោះទី2បានសាកសីគឺមានគ្នាអញ្ចឹងគឺមានសាកសីហើយបើសិនជាឧទាហរណ៍ចៃដន្យណាមួយដែលយើងនៅយើងគួររកមើលកន្លែងណាដែលមានកាមេរ៉ាមើលទៅងាកមើលទៅកន្លែងណាមានកាមេរ៉ាកាមេរ៉ាហ្នឹងគឺជាសាកសីរបស់យើងអញ្ចឹងយើងអាចទៅជួយគាត់បានហើយបន្ទាប់មកគឺយើងមើល A B C D ហ្នឹងហើយគឺផ្លូវដង្ហើមការដកដង្ហើមបេះដូងជីបចរហើយចុងក្រោយគឺឆក់បេះដូង D កន្លែងនេះគឺឆក់បេះដូងមិនមែន disability ដូចprimary survey ទៀតទេបាទ
ហើយយើងក៏មិនភ្លេចដែរគឺការពារខ្លួននៅពេលដែលចូលជួយដោយសារបរិបទ COVID របស់យើងគឺបានបរិញ្ញាយើងហើយguideline នេះគឺសុខភាពនេះគឺគេចេញនៅឆ្នាំ2020ប៉ុន្តែគឺ COVID-19 អញ្ចឹងនៅពេលដែលចូលឬក៏ត្រូវការផ្លុំត្រូវការអីយើងត្រូវការការពារខ្លួនដែរឧទាហរណ៍ថាយើងអត់ដឹងថាគាត់មានជំងឺអីទេល្បែងមិនដឹងជំងឺCOVID មិនដឹងជំងឺសួតជំងឺអីផ្សេងៗទៀតក៏មិនដឹងអញ្ចឹងយើងត្រូវការពារខ្លួនដូចជាអាចដាក់កំណាត់គ្របមាត់គាត់ឬច្រមុះគាត់មុននឹងផ្លុំឬក៏យើងអាចពាក់ម៉ាស់ឬពាក់កំណាត់អីការពារខ្លួនយើងអញ្ចឹងទៅនេះជាគម្រោងពួនទី1ហៅគ្នាទី2ការពារខ្លួនទី3សកត់ទី4ឆក់តោះអញ្ចឹងឥឡូវ Dr. SABC គឺខ្ញុំបាននិយាយខ្លះហើយអញ្ចឹងយើងមកមើលទៅថា Dr. ហ្នឹងគឺសំទោស D ហ្នឹងគឺគ្រោះថ្នាក់មើលជំវិញថាមានគ្រោះថ្នាក់ដល់យើងអត់បើអត់មានទេមើលចម្លើយតបរបស់គាត់ O ហ្នឹងគឺ response ចម្លើយតបថាគាត់ស្មារតីរបស់គាត់មានអត់គាត់អាចនិយាយបានអត់ហើយគាត់ទៅគាត់ដឹងអត់បើស្គាល់គាត់ហៅឈ្មោះគាត់បើអត់ស្គាល់ទេហៅពូមីងបងអីអញ្ចឹងទៅហើយរួនគាត់អញ្ចឹងទៅទី3គឺ south for help ឬក៏ send for help ហៅរកជំនួយហៅគ្នាទៅស្រែកឲ្យលឺថាមានអ្នកគ្រោះថ្នាក់មានអ្នកស្លាប់មានអ្នកដួលអីចឹងហៅគ្នាមកជួយអ្នកណាអាចជួយអីបានជួយអ្នកដែលអត់ចេះជួយខាងបច្ចេកទេសទេគឺអាចទេទៅក្រុមសង្គ្រោះផ្សេងទៀតឬក៏រកអីមកជួយអញ្ចឹងទៅទី4គឺផ្លូវដង្ហើមរបស់គាត់គាត់មានដកដង្ហើមបាត់ដង្ហើមមានស្អីស្ទះផ្លូវដង្ហើមរបស់គាត់អត់ទី5គឺការដកដង្ហើមតែគាត់អាចដកដង្ហើមខ្លួនបានខ្លួនឯងអត់បើអត់មានបញ្ហាអីទៀតយើងមើលហើយបើអត់ទេកន្លែងនេះគឺគេនិយាយថាមើលដោយប្រើចិត្តសំទោសមើលស្ដាប់និងមានអារម្មណ៍បានន័យថាស្ទាបជីបចរបដាងើយកគាត់បដាមើលបដាហើយទៅជាស្ដាប់មើលខ្យល់ចេញចូលនៅដង្ហើមរបស់គាត់នៃមាត់នៃច្រមុះធម្មតាបើយើងដកដង្ហើមវាមានរាងកម្ដៅភាយមកប៉ះតិចយើងហើយនៅពេលដែលយើងស្ដាប់មាត់ឬក៏ច្រមុះគាត់ឬក៏មានសលេងខ្យល់អីតិចតួចណាបើសិនជាអត់សោះហើយអាហ្នឹងគឺអត់មានដង្ហើមទេហើយនឹង circulation ហ្នឹងគឺជីបចរបេះដូងហ្នឹងឯងហើយទាំងអស់នេះA B C នេះគឺយើងពិនិត្យរយៈពេលតែ10វិនាទីទេអត់ឲ្យយូរទេណាយើងត្រូវពិនិត្យឲ្យបានលឿនព្រោះកាលណាតែយូរភាពការសង្គ្រោះហ្នឹងគឺអត់សូវមានប្រសិទ្ធភាពទេធ្វើកាន់តែលឿនគឺការសង្គ្រោះកាន់តែមានប្រសិទ្ធភាព10វិនាទីបាទអញ្ចឹងតមកគឺយើងផ្ងើយកដើម្បីចំហផ្លូវដង្ហើមរបស់គាត់ដោយលោកគ្រូអ្នកគ្រូមើលគ្រូខាងក្រោមនេះអត់ផ្ងើយកគាត់ទេអញ្ចឹងគោលអណ្ដាតរបស់គាត់ហ្នឹងគាត់ស្លាប់បាត់ហើយគោលអណ្ដាតសាច់ដុំអណ្ដាតហ្នឹងគឺទុនហើយគោលអណ្ដាតហ្នឹងគឺត្រូវធ្លាក់មកទល់ខាងក្រោមនេះបាំងផ្លូវខ្យល់ហើយអញ្ចឹងទោះបីជាគាត់អាចដកដង្ហើមបានខ្លះក៏ដោយក៏ខ្យល់អត់អាចចូលមកកំពុងខ្យល់បានដែរចូលមកសួតបានដែរអញ្ចឹងយើងត្រូវផ្ងើយករបស់គាត់បែបនេះគឺដៃមួយជាងទាញចង្កាឡើងលើដៃមួយជាងទៀតផ្ងើយសកត់ថ្ងាសផ្ងើយក hyper extension គឺផ្ងើយករបស់គាត់ឡើងមកលើដើម្បីឲ្យគោលអណ្ដាតឡើងទៅលើទៅហើយខ្យល់ចូលមកតាមច្រមុះឬតាមមាត់ចូលក្នុងសួតបានល្អប៉ុន្តែការផ្ងើយរបស់នេះគឺការផ្ងើយនេះគឺគេចែកជា2ទៀត head tail chin lift គឺផ្ងើយយកដៃចុចចង្កាឡើងលើសកត់ថ្ងាសចុះក្រោមអានេះគេហៅ head tail chin lift ក្នុងករណីដែលយើងអត់សង្ស័យថាគាត់មានត្រូម៉ានៅកនៅឆ្អឹងកងកអីទេប៉ុន្តែបើយើងគិតថាគាត់មានត្រូម៉ាមានប៉ះទង្គិចអាចបាក់ឆ្អឹងកងកឬប៉ះទង្គិចឆ្អឹងកងកណាមួយគឺគេអត់ងើយ head tail chin lift ទេគេប្រើច thrust ដូចរូបខាងឆ្វេងនេះគឺចុចគៀមរបស់គាត់ឡើងមកលើបាទអញ្ចឹងឥឡូវខាងស្ដាំនេះគឺវីដេអូសូមលោកគ្រូអ្នកគ្រូមើលខ្ញុំនឹង play អ្នកគ្រូអាចលឺសលេងក្នុងវីដេអូហ្នឹងណាបាទអត់លឺបងអត់លឺ អត់ ហ្នឹង លឺអត់លឺខ្ញុំ អត់អីទេអត់លឺដោយសារហ្នឹងជាបច្ចេកទេស share វីដេអូរបស់ PowerPoint ខ្ញុំអត់ដឹងថាធ្វើមិនដែរអញ្ចឹងយើងមើលវីដេអូម្ដងទៀតទៅម៉ានីកាំងហ្នឹងគឺតំណាងឲ្យជនរងគ្រោះគេអត់តន់ចុចចង្កាឡើងទៅទេគាត់ដកដង្ហើមអត់កើតទេឬសូមងើតឬក៏អត់ដង្ហើមអញ្ចឹងគ្រាន់តែចុចចង្កាហ្នឹងទៅគឺខ្យល់ចូលទៅក្នុងសួតបានល្អអញ្ចឹងអាហ្នឹងគេហៅថាច thrust ក្នុងការធ្វើអាហ្នឹងគឺក្នុងករណីដែលយើងសង្ស័យថាគាត់មានប៉ះឆ្អឹងកងកបើសិនជាអត់សង្ស័យទេឬក៏យើងច្បាស់ហើយថាអត់មានបញ្ហាឆ្អឹងកងកទេគឺយើងប្រើ head tail chin lift គឺផ្ងើយថ្ងាសផ្ងើយចង្កាផ្ងើយកឡើងលើហើយនេះគឺជាឧបករណ៍សម្រាប់បើកផ្លូវខ្យល់
អង់គ្លេសគេហៅ oropharyngeal airway គឺវាមានតាមទំហំតាំងពី neo រហូតដល់មនុស្សធំហើយភាសាបារាំងយើងធ្លាប់ស្គាល់ហើយគេហៅ canal de Gardel គ្រូខ្លះអ្នកគ្រូខ្លះគាត់ប្រហែលជាធ្លាប់ស្គាល់ហើយហ្នឹងគឺរបៀបដាក់គឺបែបនេះគឺដាក់អត់ដាក់កោងមកអញ្ចេះទេគឺដាក់បច្រាស់មកអញ្ចេះសិនរួចមកដល់គ្រាន់ហើយបានពវល់ឲ្យកោងតាមដាតហើយរបៀបរើសទំហំគឺគេវាស់ពីអាគល់នេះមកដល់គុំត្រចៀកហ្នឹងគឺទំហំសម្រាប់របស់មនុស្សម្នាក់ហ្នឹងហើយវាស់ពីត្រឹមមាត់ណាធ្មេញឬក៏មាត់ណាអាគល់ខាងក្រោយនេះគឺត្រឹមមាត់ឬក៏ធ្មេញហ្នឹងហើយនឹងអាចុងនេះមកដល់គុំត្រចៀកដាក់ទូចពេកក៏អត់មានប្រសិទ្ធភាពដាក់ធំពេកទៅជាទើសទៅជារុកទៅក្រោមវិញអត់មានប្រសិទ្ធភាពទេអញ្ចឹងយើងមុនដាក់ទៀតត្រូវវាស់ឲ្យបានត្រឹមត្រូវដែរហើយនេះគឺប្រដាប់បើកផ្លូវខ្យល់ប៉ុន្តែគេប្រើតាមច្រមុះនេះវាជាពពួកជ័រទន់ឬក៏ស៊ីលីកូន nasopharyngeal airway គឺអាមិញសោកតាមមាត់អានេះសោកតាមមាត់អានេះសោកតាមច្រមុះគឺសោកយើងវាស់ដូចគ្នាគឺវាស់ពីរន្ធច្រមុះនេះមកដល់គុំត្រចៀកដូចគ្នាហើយទំហំវាមានពីលេខទូចដល់លេខធំដូចគ្នាហើយនេះគឺជាវីដេអូគឺគេបង្ហាញអំពី nasopharyngeal airway ជាមួយ oropharyngeal airway ចឹងលោកគ្រូមើលទៅប្រហែលជាអត់ឮស្រីប៉ុន្តែអាចមើលយល់អញ្ចឹងអា canilla ឬក៏ canal gather ហ្នឹងវាមានតាមប្រភេទអញ្ចឹងវាមានជាប្រហោងកណ្ដាលអញ្ចឹងឬក៏មានដោយអាវុធមុនហ្នឹងហើយនេះគឺជារបៀបដាក់ងាអញ្ចឹងឲ្យបានពវល់ចុះមកក្រោមនេះគឺ nasopharyngeal airway គឺសើបតាមច្រមុះវាទន់ទេអាហ្នឹងវាអត់រឹងទេយើងកុំភ័យបារម្ភថាសើបទៅវាដាច់វាប៉ះហើយហូរឈាមអីអញ្ចឹងអត់ទេអាហ្នឹងគឺវាទន់ទេវាពួកជ័រទន់ឬក៏ស៊ីលីកូនបាទហើយនេះគឺជាវីដេអូដែលគេបង្ហាញអំពីឧបករណ៍សម្រាប់ជួយចំហផ្លូវដង្ហើមហើយនឹងជួយដង្ហើមលោកគ្រូអ្នកគ្រូខ្លះហើយអាចស្គាល់ហើយមានបាឡុងមានសុងអាំងទីបេមានកានីលមានឡារ៉ាំងហ្គោស្កូបសម្រាប់បើកកដាក់សុងអាំងទីបេអញ្ចឹងទៅអញ្ចឹងនេះគឺបាឡុងហើយបាឡុងយើងជាទូទៅគឺវាមានម៉ាស់មានវ៉ាល់សម្រាប់ចេញចូលខ្យល់កន្លែងសកត់បាឡុងហើយនឹងរេសឺវ័រវាខាងក្រោយហើយកន្លែងនេះគឺអានេះគឺជាសុងអាំងទីបេសម្រាប់មនុស្សធំគឺគេប្រើមានខាប់ឬក៏អានេះអាប៉ោងនេះហើយអាខ្សែនេះគឺខ្សែសម្រាប់បាញ់ឲ្យបំប៉ោងអាបាឡុងហ្នឹងហើយអាហ្នឹងវាមានទំហំពីទូចដល់ធំដូចគ្នាអានេះគឺ nasopharyngeal airway សម្រាប់សើបតាមច្រមុះអានេះគឺcandila canal gather ហើយអានេះគឺ bougie ឬក៏ Eastman អានេះគឺ stylet សម្រាប់ដាក់ក្នុងសុងអាំងទីបេឲ្យវារឹងដើម្បីសើបចូលក្នុងកំពង់ខ្យល់អានេះសុងអាំងទីបេអានេះគឺ laryngoscope ជាមួយនឹង blade វាមានច្រើនប្រភេទទៀតអា blade mark នេះអាកោងអញ្ចេះគឺគេហៅ Macintosh ហើយអានេះគឺ LMA laryngeal mass airway អាហ្នឹងគឺសម្រាប់ស្រូបចូលទៅនេះដែរជួយកំពង់ខ្យល់ដែរចំហកំពង់ខ្យល់ដែរបាទអញ្ចឹងរបស់ទាំងអស់ហ្នឹងគឺសិតតែសំខាន់សម្រាប់ជួយផ្លូវដង្ហើមខាងលើមានបើកផ្លូវដង្ហើមហើយនឹងដាក់ចូលទៅកំពង់ខ្យល់នេះគឺ LMA ដែលយើងមើលចុងក្រោយមិញហ្នឹងហើយ LMA ហ្នឹងវាមានតាមស៊េរីតាំងពីជំនាន់មុនមកដល់ជំនាន់ឥឡូវជំនាន់មុនគឺអាស៊េរីចាស់អញ្ចឹងទៅតបមកក្រោយទៀតមានរាងស៊ីលីកូនស្អាតអានេះគឺ fast track LMA ហ្នឹងគឺខាងក្រមសង្គ្រោះក្រមសណ្ដំក្រមICU អីគាត់តែជាដឹងហើយលោកគ្រូអ្នកគ្រូខ្លះទៀតគាត់អត់ស្គាល់ប៉ុន្តែខ្ញុំព្យាយាមបញ្យល់អានេះគឺសម្រាប់ដាក់ចូលអឹបមកកំពង់ខ្យល់ទៅហើយបន្ទាប់មកគឺគេសើបសុងអាំងទីបេចូលតាមហ្នឹងដើម្បីសើបឲ្យចូលទៅកំពង់ខ្យល់ចូលទៅក្នុងតាក់សេហើយអា iGel នេះអានេះគឺស៊េរីចុងក្រោយគេបំផុតអាហ្នឹងគឺសោកដូចនៅក្នុងរូបនេះហើយយើងអាចសើបសុងអាំងទីបេចូលដូចគ្នាក្នុងករណីដែលអ្នកជំងឺដែលគាត់មានការពិបាកអាំងទីបេហើយអា LMA នេះគឺប្រើក្នុងករណីដែល
មិនមែនជាលក្ខណៈ emergency ទេគឺការដាក់ឲ្យគាត់ស្លាប់ហើយប្រើ LMA ហ្នឹងជួយដាក់ទុកធានាសុវត្ថិភាពផ្លូវខ្យល់របស់គាត់រយៈពេលបណ្ដោះអាសន្នរយៈពេលខ្លីអ្វីដែលសុវត្ថិភាពគឺមានតែសោក anti-B ទេបើត្រូវការប្រើរយៈពេលយូរឬក៏យើងសង្គ្រោះរយៈពេលយូរនេះគឺសោក anti-B ដោយលោកអ្នកគ្រូបានឃើញមុនហ្នឹងឯងមានឡារ៉ាំងក្រូស្កូបសោក anti-B ខ្ញុំបានធ្វើដែរសោក anti-B វាមានពីលេខតូចរហូតដល់លេខធំលេខតូចសម្រាប់ neo ឬកូនក្មេងតូចនេះភាគច្រើនគឺគេអត់ប្រើបាឡុងប៉ោងនេះទេគេហៅ cuff ឬ ballonnet ហ្នឹងអញ្ចឹងគេប្រើតាមគីឡូតាមអាយុរបស់ក្មេងចំណែកនឹងធំគឺគេមានបច្ចេកគេមាន technique មួយគឺគេវាស់ទំហំកូនដៃដោយសារការវាស់ហ្នឹងខ្ញុំអត់ដឹងថាវាជា theory ពីណាទេខ្ញុំអត់ដឹងដែរប៉ុន្តែលោកគ្រូអ្នកគ្រូគាត់បានបរៀនមកហើយឃើញថាប្រហាក់ប្រហែលមែនគឺកូនដៃរបស់គាត់ប៉ុណ្ណាយកសុំប៉ុណ្ណឹងទៅគឺត្រូវជាមួយនឹងបំពង់ខ្យល់របស់គាត់អញ្ចឹងប៉ុន្តែបើសិនជាឧទាហរណ៍ថាជនរងគ្រោះម្នាក់ហ្នឹងឬអ្នកជំងឺម្នាក់ហ្នឹងគាត់អត់មានកូនដៃសួរទៅវាស់ឲ្យគេគឺយើងអាចស្មានបានថាគាត់មនុស្សពេញវ័យគឺអាចលេខ7លេខ7កន្លះឬលេខ8ចំណែកមនុស្សស្រីអាចត្រឹមលេខ6 6កន្លះឬលេខ7ហ្នឹងគឺទំហំនៃការជ្រើសរើសសង anti-B សម្រាប់ស៊ើបចូលពងខ្យល់ព្រោះកាលណាតែយើងរើសយកសងធំពេកស៊ើបអត់ចូលទេពងខ្យល់ទូយើងស៊ើបអត់ចូលទេហើយទូចពេកស៊ើបទៅវាលងអាចរបូតអាចចដកវាមានបញ្ហាតទៀតនេះគឺជាវីដេអូសម្រាប់ពេលគេបើកឡារ៉ាំងក្រូស្កូបទៅឃើញកវ៉ូកាល់អានេះគឺកវ៉ូកាល់អញ្ចឹងនេះគឺវីដេអូដែលគេបង្ហាញនេះឡារ៉ាំងក្រូស្កូបគេបើកទៅហើយដល់មកគេឃើញកវ៉ូកាល់គឺគេស៊ើបសង anti-B ហ្នឹងចូលទៅក្នុងកវ៉ូកាល់ហ្នឹងវ៉ូខំផតហ្នឹងហើយនៅពេលដែលស៊ើបចូលទៅដល់កំពង់តងសួតហើយគេបាញ់ប្រឡងពីប៉ោងដើម្បីវាជាប់ហើយដល់មកគឺគេបិទស្កុតតែការបិទស្កុតហ្នឹងវាមានtechniqueអីផ្សេងទៀតតាមលោកគ្រូអ្នកគ្រូបិទឲ្យជាប់ប៉ុន្តែការបិទស្កុតខ្ញុំសូមអត់បង្ហាញទេដោយសារហ្នឹងវាជាការសង្គ្រោះលក្ខណៈកម្រិតធ្ងន់ដែរតើអ្នកជំនាញច្បាស់លាស់មិនអាចធ្វើបានហើយឧបករណ៍ទាំងអស់ហ្នឹងក៏មិនមែនចេះថាយកមកប្រើបានទេអាហ្នឹងត្រូវការបដិបដារជាពេលយូរទៀតហើយបន្ទាប់ពីហ្នឹងមកគឺការជួយដង្ហើមមិនគ្រាន់តែឧបករណ៍ឲ្យផ្លូវដង្ហើមគាត់ល្អឲ្យផ្លូវដង្ហើមគាត់ស្រឡះមានខ្យល់ចេញចូលទៅក្នុងសួតរបស់គាត់បានឥឡូវគឺការជួយដង្ហើមគាត់គឺការដកដង្ហើមរបស់គាត់ហ្នឹងករណីដាក់មានអីសោះគឺមាត់ទល់មាត់ហើយដៃបិទច្រមុះខ្ងើយការខ្ងើយកគាត់ពីពាក់ចង់គាត់ហើយមាត់របស់យើងគ្របទៅលើមាត់គាត់ដកដង្ហើមចូលឲ្យធំផ្លុំនៅពេលដែលផ្លុំហ្នឹងគឺត្រូវមើលថាទ្រូងគាត់មានឡើងចុះអត់កាលណាតែទ្រូងអត់ឡើងចុះបានន័យថាផ្លុំអត់ចូលខ្យល់ល្អទេហើយនៅបរទេសគេអាចមានអាម៉ាស់នេះសម្រាប់ដាក់តាមខ្លួនតាមកតាបតាមកបោកអីណាវាទូចទេប្រហែលជាធំជាងបាត់ដៃបន្តិចបត់ដាក់បានករណីណាដែលមានអ្នកដួលមានអីហ្នឹងទៅគឺគេដាក់ហ្នឹងគ្របទៅហើយគេដាក់ផ្លុំយកហ្មងអ្នកសកត់អ្នកផ្លុំអញ្ចឹងទៅឬក៏សកត់ឲ្យមកផ្លុំអញ្ចឹងទៅនេះម៉ាស់ដូចគ្នារូបពីរហ្នឹងហើយនេះគឺនិយាយពីនៅក្នុងមណ្ឌលរបស់យើងនៅក្នុងកន្លែងសុខាភិបាលរបស់យើងមានអុកស៊ីម៉ែត្រផាលអុកស៊ីម៉ែត្រយើងមើលទៅលើអុកស៊ីហ្សែនក្នុងឈាមជាធម្មតាអុកស៊ីហ្សែនក្នុងឈាមរបស់យើងគឺលើសពី 94% បានន័យថា 94 ទៅ 100 គឺធម្មតាអត់ត្រូវការអុកស៊ីហ្សែននេះទេប៉ុន្តែបើត្រឹម91ទៅ94នេះអាហ្នឹងគឺយើងប្រើលុយណែតឬក៏ខានីឡាដាក់ច្រមុះហ្នឹងខានីឡាដាក់ច្រមុះហ្នឹងគឺជាទូទៅកម្រិតអុកស៊ីហ្សែនរបស់វាបើកបានត្រឹម5ទៅ6លីត្រទេអត់អាចលើសពីហ្នឹងបានទេបើកលើសពីហ្នឹងគឺត្រូវដូរទៅជាម៉ាស់វិញហើយករណីដែលអុកស៊ីហ្សែនក្នុងឈាមរបស់គាត់បានតែ81ទៅ90គឺយើងប្រើម៉ាស់ហើយបើព្រម85ទៀតប្រើម៉ាស់ reservoir ឬក៏ពួក Venturi ក៏ high flow អីតទៀតទៅអញ្ចឹងសូមបញ្ជាក់កន្លែងនេះបន្តិចលោកគ្រូអ្នកគ្រូអាចមើលឃើញហើយ SPO2 ខ្ញុំឃើញលោកគ្រូអ្នកគ្រូខ្លះគាត់សរសេរ SAO2 វាជាកម្រិតអុកស៊ីហ្សែនក្នុងឈាមដូចគ្នាប៉ុន្តែយកពីកន្លែងផ្សេងគ្នា SPO2 នេះគឺយើងចាប់នៅចុងដៃ periphery បើ SAO2 អាហ្នឹងគឺយកពីក្នុងឈាមគឺចាក់ ABG អីចឹងទៅអញ្ចឹងសូមបើលោកគ្រូអ្នកគ្រូសរសេរឬក៏ប្រាប់គ្នាឬក៏ទីការទៅអ្នកគ្នាតទៀតឬក៏កន្លែងសុខាភិបាលមួយទៀតគឺសូមប្រើពាក្យថា SPO2 អាហ្នឹងគឺត្រឹមត្រូវបំផុត
សូមកុំច្រឡំអ្នកខ្លះទៀតគាត់ទៅ SaO2 SaO2 ប៉ុន្តែគាត់ដឹងថាហ្នឹងជាស្អីគេអញ្ចឹងខ្ញុំសូមបញ្ជាក់ថា SaO2 SpO2 វាជាកម្រិតអុកស៊ីហ្សែនក្នុងឈាមដូចគ្នាប៉ុន្តែយកពីកន្លែងផ្សេងគ្នាអ្វីដែលត្រឹមត្រូវយើងប្រើផាល់អុកស៊ីម៉ែត្រហ្នឹងគឺសរសេរពាក្យថា SpO2 ហើយនេះគឺ អធិស្ឋានលោកគ្រូអធិស្ឋានលោកគ្រូនៅលើផ្ទាំង share slide ហ្នឹងលោកគ្រូឃើញ stop share ហើយពាក្យ hi លោកគ្រូអាចចុចពាក្យ hi ទៅដើម្បីកុំឲ្យបាំង slide អរគុណបាទ អូបាទអរគុណច្រើនអញ្ចឹងសូមបន្តទៀតអញ្ចឹងនេះគឺជា device ឬក៏ឧបករណ៍ផ្ដល់អុកស៊ីហ្សែនទៅជនរងគ្រោះអ្នកជំងឺNasal cannula ហ្នឹងគឺអាលុយណែតដាក់ច្រមុះមានអាពីញឹកចូលច្រមុះហ្នឹងគឺវាគឺអុកស៊ីហ្សែនវាគឺបាត់ flow rate របស់វាគឺបានត្រឹម5ឬ6លីត្រតិចទេប៉ុន្តែកន្លែងនេះខ្ញុំយកពីលោកគ្រូសាស្ត្រាចារ្យទាំងសវណ្ណាគឺគាត់ទៅស្អី1ទៅ4លីត្រអញ្ចឹងគឺយើងយកតាមគាត់ទៅអញ្ចឹង cannula ហ្នឹងគឺបាន1ទៅ4លីត្របើចង់បើកឲ្យបានលើសពីហ្នឹងគឺត្រូវដូរទៅជាម៉ាស់ទៅជាអីចឹងហើយ1ទៅ4លីត្រនេះផ្ដល់កំហាប់អុកស៊ីហ្សែនបានតែត្រឹម24ទៅ36% ទេយើងមិនមែនបានន័យថាយើងបើក4លីត្រទៅអុកស៊ីហ្សែនចូលទៅពេញទេសុទ្ធតែអុកស៊ីហ្សែនចូលសុទ្ធទេដោយសារមនុស្សយើងដកដង្ហើមមកដកចូលហ្នឹងគឺមានអុកស៊ីហ្សែនមានខ្យល់ហើយនៅក្នុងខ្យល់របស់យើងហ្នឹងវាមានឧស្ម័នផ្សេងទៀតចឹងទៅអញ្ចឹងអុកស៊ីហ្សែនយើងឲ្យមែនប៉ុន្តែនៅអ្នកជំងឺដែលគាត់ដកហ្នឹងគាត់ដកមក hurt របស់គាត់ហ្នឹងគឺបានតែ20ទៅ36% នៃអុកស៊ីហ្សែនទេក្រៅពីហ្នឹងគឺជាខ្យល់ឬក៏ឧស្ម័នអីផ្សេងទៀតដែលជាសារធាតុនៅក្នុងខ្យល់ហើយគេដាក់អស់តេស្តដែរណាកុំភ្លេចមើលផងថត screen shot ទុកផងបានចឹងខ្ញុំសូមបន្តទៀតបើសិនជាចង់បានលើសពី6លីត្រគឺយើងប្រើម៉ាស់ហើយម៉ាស់ហ្នឹងវាបានត្រឹម30ទៅ50% ទេនៃអុកស៊ីហ្សែនបន្ទាប់មក standard ម៉ាស់គឺ6ទៅ10លីត្របាន40ទៅ60ហើយនឹងម៉ាស់មាន reservoir បានន័យថាអាម៉ាស់ដែលមានថង់ពីក្រោយហ្នឹងគឺបានលើសពី10លីត្រអញ្ចឹងបានចាប់ពី10ទៅ15លីត្រហ្នឹងហើយចន្លោះពី15លីត្រឡើងទៅគឺយើងប្រើបាឡុងមាន reservoir អញ្ចឹងបាឡុងមាន reservoir ទប់ច្រមុះទប់មាត់អីនឹងចិត្តហ្នឹងដាក់ម៉ាស់របស់បាឡុងហ្នឹងទៅគឺបានលើសពី90%អញ្ចឹងនេះគឺជារូបឧបករណ៍ដែលយើងហៅថា nasal cannula ហ្នឹងអានេះគឺម៉ាស់ធម្មតាប៉ុន្តែអត់មាន reservoir ទេអានេះម៉ាស់មានខ្សែហើយនេះម៉ាស់ reservoir អាហ្នឹងគឺសពអុកស៊ីហ្សែនខ្ពស់ហើយនឹងចុងក្រោយគេគឺ high flow នេះគឺអាចឲ្យអុកស៊ីហ្សែនបានដល់ 100%អញ្ចឹងឧបករណ៍នេះប្រហែលជាលោកអ្នកគ្រូខ្លះគាត់អត់ស្គាល់ទេហើយនឹងវាត្រូវការម៉ាស៊ីនមួយទៀតមិនមែនមានតែតយោប៉ុណ្ណឹងទេតយោប៉ុណ្ណឹងហើយត្រូវមានម៉ាស៊ីនវាមួយទៀតដើម្បីឲ្យអុកស៊ីហ្សែនកម្រិតខ្ពស់ហើយអុកស៊ីហ្សែនវាលោកគ្រូអ្នកគ្រូបានមើលឃើញនេះគឺ60លីត្រក្នុងមួយនាទីបើពួកនេះបានតែ1.65ទៅ10 15អីចឹងទេអានេះគឺ60លីត្រឬក៏ឡើងដល់លើសពី60លីត្រទៀតអញ្ចឹងគឺអុកស៊ីហ្សែនចូលទៅជនរងគ្រោះឬអ្នកជំងឺបានដល់ 100%អានេះគឺគ្រាន់តែជារូបភាពposter ដើម្បីឲ្យងាយស្រួលមើលងាយស្រួលយល់ថាcannula ច្រមុះបានប៉ុណ្ណឹងម៉ាស់ venturi ម៉ាស់ reservoir high flow អីហ្នឹងទៅឥឡូវយើងមកមើលដល់បាឡុងអំបួយបែកបាឡុងអំបួយបែកគេមាន technique របស់គេហើយក៏វាមានប្រភេទរបស់វាដែរគឺមានពី neo pediatry ហើយនិង adult គឺប្រភេទតូចប្រភេទកណ្ដាលនិងធំអញ្ចឹងបាឡុងគឺវាមានម៉ាស់មានវ៉ាល់មានតួរបស់វាមានខ្សែសម្រាប់បញ្ចូលអុកស៊ីហ្សែនហើយនិង reservoir វា បែករបស់វាបែកហ្នឹងតាមទូតាមធំតាមប្រភេទរបស់វាហើយ technique នៃការកាន់ម៉ាស់អុកស៊ីហ្សែនហ្នឹងម៉ាស់បាឡុងហ្នឹងគឺអាស្រួចនេះដាក់មកច្រមុះហើយអាធំនេះដាក់អឹបមកចកាបិទឲ្យចិត្តមាត់ចិត្តច្រមុះហើយ technique របស់ការកាន់ម៉ាស់ហ្នឹងគឺអក្សរ C អក្សរ E ដោយលោកអ្នកគ្រូមើលឃើញដៃហើយដៃម្រាមដៃមេហើយនិងម្រាមដៃចង្អុលគឺផ្ទុកទៅលើម៉ាស់សកត់ទៅលើម៉ាស់ម្រាមដៃកណ្ដាលម្រាមដៃនាងម្រាមដៃកូនដាក់នៅថ្គាមខាងក្រោមដើម្បីងើយចង្កាទាញចង្កាឡើងលើឬក៏ EPA extension ហ្នឹងហើយដៃមួយជើងទៀតគឺយើងកាន់បាឡុងសម្រាប់សពអញ្ចឹងនេះគឺប្រភេទបាឡុងបាឡុងវាមានច្រើនប្រភេទប៉ុន្តែវាស្តង់ដារតែមួយទេគឺម៉ាស់វ៉ាល់តួ reservoir ខ្សែមានដូចគ្នាបាទអញ្ចឹងអានេះគឺ technique CE បានន័យថាម្រាមដៃ C ហើយនិងម្រាមដៃអក្សរ E គឺអញ្ចឹងហើយមួយទៀត VE គឺម្រាមដៃជាអក្សរ V ដៃ2តែហ្មងហើយនឹងម្រាមដៃ3នៅក្រោមចង្កាហើយនេះគឺ CE ប៉ុន្តែដៃ2ដូចគ្នាករណីដែលប្រើម៉ាស៊ីនឬក៏មានអ្នកជួយច្បាច់
ក៏អ្នកខ្លះទីគាត់ពុកមាត់សម្មុំច្រើនឬក៏គាត់មានដុំឬក៏គាត់មានទម្រង់មុខខុសពីធម្មតាអីគាត់អត់អ្នកសង្គ្រោះរបស់យើងឬពេទ្យរបស់យើងអត់អាចកាន់ដៃមួយបានគាត់មានធំពេកឬអ្នកសង្គ្រោះមានទូចពេកហ្នឹងគឺប្រើដៃពីរតែម្ដងហើយមានម្នាក់ទៀតចាំជួយសម្បាច់បលុងអញ្ចឹងលោកអ្នកគ្រូបានឃើញរូបហើយនេះគឺ CE ដូចគ្នាហើយអាសួចនេះគឺមកចំោះអាទាលនេះនៅចកាហើយងើយកនេះគឺវីដេអូសម្រាប់បង្ហាញការកាន់ម៉ាស់ហើយនឹងបលុងអញ្ចឹងអក្សរ C ហ្នឹងគឺមេដៃចង្អុលដៃគឺសកត់ទៅលើម៉ាស់អក្សរ E គឺដៃកដាលដៃនាងហើយនឹងកូនដៃគឺនៅថ្គាមខាងក្រោមនៅចកាបាទអញ្ចឹងបន្ទាប់ពីយើងមើល A B ហើយឥឡូវយើងចូលមកដល់ C គឺមិនថាដឹងហើយថាគាត់អត់មានជីពចរមានបេះដូងអីទេគឺយើងអ្នកសង្គ្រោះគឺត្រូវនៅចំហៀងគាត់ហេតុអីបានត្រូវនៅចំហៀងហេតុអីបានត្រូវនៅឲ្យស្មើមួយខ្លួនគាត់គឺបើសិនជាយើងនៅពីលើនៅពីក្រោមគឺការសកត់បេះដូងរបស់យើងវាពិបាកវាអាចសកត់បានប៉ុន្តែវាពិបាកធ្វើឲ្យយើងឈឺចុកខ្នងឬក៏ជាប់ខ្នងជាប់ដៃជាប់ស្មាអញ្ចឹងទៅហើយតិចនិចដែលសកត់បេះដូងឲ្យបានល្អបំផុតគឺនៅចំហៀងហើយនៅចំហៀងខាងស្ដាំទៀតកាន់តែល្អប៉ុន្តែយើងមើលជាក់ស្ដែងនៅខាងណាក៏បានដែរករណីដែលគេនៅពីលើជ្រក់គៀវលើអ្នកជំងឺហ្មងអាហ្នឹងដូចយើងធ្លាប់បានឃើញនៅក្នុងរឿងនៅក្នុងវីដេអូខ្លះហ្នឹងគឺការសកត់នៅលើខែហើយគេរុញខែផ្ទេអ្នកជំងឺហ្នឹងពីផ្នែកមួយទៅផ្នែកមួយទៀតឧទាហរណ៍ថាពីផ្នែកស្រាលទៅផ្នែកជំងឺធ្ងន់អីចឹងគឺគេសកត់បេះដូងកណ្ដាលនៅលើខែកណ្ដាលហើយអ្នកផ្សេងទៀតគឺរុញមានអ្នកសពដង្ហើមសពអីចឹងទៅហើយដាក់ដៃលើទីតាំងប្រអប់បេះដូងជន់រងគ្រោះអញ្ចឹងនេះជាអក្សរខ្ញុំសូមមិនបាច់អានទេយើងចូលទៅមើលរូបតែម្ដងហើយខ្ញុំនិយាយជារូបមកឲ្យស្រួលយល់ព្រោះពេលខ្លះមើលអក្សរយើងអត់យល់អញ្ចឹងទី1អ្នកសង្គ្រោះត្រូវនៅចំហៀងជនរងគ្រោះហើយទី2ដាក់ដៃដាក់ប្រអប់ដៃយើងនៅទីតាំងប្រអប់បេះដូងរបស់អ្នកជំងឺឬជនរងគ្រោះហើយសួរថាតើយើងដាក់ដៃកន្លែងណាបានដឹងថានៅទីតាំងបេះដូងប្រអប់បេះដូងដូចលោកគ្រូអ្នកគ្រូមើលឃើញរូបនេះជាទូទៅគឺគេយកក្បាលដោះទាំងសងខាងវាស់ជាបន្ទាត់មួយហើយតមកគេយកកដាលបន្ទាត់ហ្នឹងដាក់ថ្លើមដៃយើងហ្នឹងបាទដៃរបស់យើងហ្នឹងអ្នកប្រើដៃឆ្វេងដាក់ដៃឆ្វេងទៅមុនទៅអ្នកប្រើដៃស្ដាំដាក់ដៃស្ដាំទៅមុនទៅដៃណាមុនក៏បានដែរប៉ុន្តែគឺត្រូវដាក់ដៃទាំងពីរហ្នឹងនៅលើគ្នាដូចនៅរូបខាងលើនេះចាក់ស្រេះគ្នាអញ្ចឹងហើយខ្លួនរបស់យើងហ្នឹងសុំទោសដៃរបស់អ្នកសង្គ្រោះអ្នកសង្កត់ហ្នឹងគឺត្រូវតែកែងជាមួយនឹងខ្លួនជនរងគ្រោះអញ្ចឹងលោកគ្រូអ្នកគ្រូឃើញហើយគឺជនរងគ្រោះទី1គឺគាត់នៅស្មើនៅកន្លែងដែលរឹងប្លង់រឹងរៀបស្មើហើយដៃជុតអ្នកសង្គ្រោះហ្នឹងគឺកែងជាមួយនឹងខ្លួនរបស់គាត់90ដឺក្រេដៃឲ្យត្រង់ហើយករណីមួយទៀតដែលយើងមិនអាចមើលឃើញចុងដោះឬក្បាលដោះរបស់គាត់គឺគេវាស់ចុងឆ្អឹងសន្ទះទូមឆ្អឹងស្ទាក់នោមគឺប្រើម្រាមដៃចុចមើលថាចុងឆ្អឹងសន្ទះទូមរបស់គាត់នៅកន្លែងណាតមកគឺយើងដាក់អបបាត់ដៃរបស់យើងបន្ទាប់ពីចុងឆ្អឹងសន្ទះទូមនឹងមកអាច1សង់ទីម៉ែត្រពី2សង់ទីម៉ែត្រអីបន្ទាប់ពីនឹងមកគឺចំទីតាំងប្រអប់បេះដូងហើយតិចនិចនៃការសង្គ្រោះគឺសកត់ជម្រៅ5ទៅ6សង់ទីម៉ែត្រក្នុងល្បឿន100ទៅ120ដងក្នុង1នាទីបានន័យថាល្បឿន100ទៅ120ដងប៉ុន្តែយើងសកត់តែ30ដងទេសកត់គ្រប់30ដងយើងផ្លុំខ្យល់ចូល2ដងផ្លុំមាត់ក៏បានប្រើបាឡុងបើមានបាឡុងគឺប្រើបាឡុងគឺល្អប៉ុន្តែបើយើងនៅកណ្ដាលវានៅទីប្រជុំជនអត់មានអីទេគឺផ្លុំមាត់ហើយនឹងមាត់ចំនួន2ដងអញ្ចឹងគឺសកត់30ដងផ្លុំ2ដងសកត់30ដងផ្លុំ2ដងរហូតតតាក្រុមសង្គ្រោះមកដល់ឬក៏ជនរងគ្រោះឬអ្នកជំងឺហ្នឹងគាត់មានជីពចរមានដង្ហើមឡើងវិញអញ្ចឹងយើងមើលរូបគឺសកត់ជម្រៅ5ទៅ6សង់ទីម៉ែត្រហើយសកត់ចំនួន30ដងប៉ុន្តែក្នុងល្បឿន100ទៅ120ដងបានន័យថាយើងសកត់ឲ្យញាប់បើយើងនិយាយថា120ដងក្នុង1នាទីអញ្ចឹងបានន័យថា1វិនាទីយើងសកត់ឲ្យបាន2ដងបើយើងស្រួលគិតអញ្ចឹងល្បឿនពី100ទៅ120ដងក្នុង1នាទីអញ្ចឹងសកត់ហើយបើកាលណាយើងសកត់អត់គ្រប់ទេការច្បាច់បេះដូងទៅការច្បាច់ឈាមពីបេះដូងទៅចិញ្ចឹមខួរក្បាលហ្នឹងគឺក៏មិនបានល្អមិនបានពេញលេញដែរហើយយើងមើលវីដេអូនេះថាហេតុអីបានសកត់ល្អត្រឹមត្រូវទៅវាជួយដោយសារខួរក្បាលរបស់យើងគឺត្រូវការឈាមហើយក្នុងឈាមហ្នឹងគឺមានអុកស៊ីហ្សែនហើយនិងស្ករអញ្ចឹងខួរក្បាលយើងតើអត់មានឈាមទៅចិញ្ចឹមតែរយៈពេលតែប្រហែលវិនាទីនេះគឺធ្វើឲ្យយើងស្លាប់ហើយរយៈពេលខ្ទង់ប្រហែលជា5ទៅ10វិនាទីធ្វើឲ្យខួរក្បាលខូចស្លាប់ខួរក្បាលអញ្ចឹង
ជនរងគ្រោះហ្នឹងគឺគាត់អត់ពិបាកនឹងការដឹងខ្លួនទៅវិញឬក៏គាត់អាចស្លាប់តែម្ដង branded គេហៅស្លាប់កោសិកាខួរក្បាលអញ្ចឹងលោកអ្នកគ្រូមើលវីដេអូម្ដងទៀតគឺសកត់គាត់ឲ្យជ្រៅលបឿនឲ្យត្រឹមត្រូវអញ្ចឹងឈាមវាទៅចិញ្ចឹមខួរក្បាលនៅពេលដែលឈាមទៅចិញ្ចឹមខួរក្បាលគឺកោសិកាខួរក្បាលនឹងនៅរស់ហើយនេះគឺជាឧបករណ៍សកត់តាមខ្ញុំធ្លាប់ឃើញគឺមានតាំងពីលុយការ1លុយការ2លុយការ3ឥឡូវចេញដល់លុយការ3ហើយអញ្ចឹងលោកគ្រូអ្នកគ្រូមើលទៅគឺម៉ាស៊ីនគឺវាសកត់ខ្លាំងជ្រៅគឺ5ទៅ6សង់ទីម៉ែត្រគឺបើຂະຫນាតរបស់អាមេរិកវិញគឺ2អ៊ីងអញ្ចឹងវាយើងគិតជាសង់ទីម៉ែត្រទៅគឺចន្លោះប្រហែលជា5ទៅ6សង់ទីម៉ែត្រហ្នឹងក្នុងករណីជនរងគ្រោះឬអ្នកជំងឺគាត់មានផ្ទៃពោះអញ្ចឹងយើងគឺត្រូវធ្វើការសកត់ដែរប៉ុន្តែដាក់ position របស់គាត់ហ្នឹងរៀងផ្អៀងទៅខាងឆ្វេងបន្តិចដូចគ្រូខាងស្ដាំនេះគឺផ្អៀងប្រហែល30ដឺក្រេបានន័យថារកកំណាត់ឬក៏រកអីកលគាត់ទៅដើម្បីឲ្យស្បូនហ្នឹងវារៀងងាកមកឆ្វេងបន្តិចដើម្បីឲ្យឈាមហ្នឹងទៅរត់បានល្អព្រោះអ្នកគ្រូខាងឆ្មោះគាត់ដឹងហើយថាស្បូនយើងកាន់តែធំទៅត្រីមាសទី2ត្រីមាសទី3ទៅអាស្បូនហ្នឹងវាសកត់ទៅលើបាញ់កាយអញ្ចឹងអារតួវ៉ាននឺហ្នឹងវាអត់បានល្អការសកត់បេះដូងក៏វាអត់អាចចរន្តឈាមហ្នឹងក៏វាអត់បានល្អក្នុងករណីដែលយើងអត់បានកលទេគឺយើងរកគ្នាម្នាក់ទៀតអាចទាញស្បូនមកឆ្វេងបន្តិចអាចដៃមួយជាងឬដៃពីរអញ្ចឹងហើយនេះគឺជាម៉ាស៊ីនឆក់បេះដូងបានន័យថាសកត់បេះដូងហើយគឺត្រូវឆក់បេះដូងទៀតហើយម៉ាស៊ីនឆក់បេះដូងហ្នឹងគឺមាន defibrillator ជាមួយនឹង AED automatic external defibrillator បានន័យថា AED នេះគឺវា automatic ដូចនៅក្នុងរូបហ្នឹងលោកអ្នកឃើញហើយថ្មីនេះខ្ញុំដូចជាឃើញមណ្ឌលសុខភាពតាពាំងរួមគាត់ត្រឹមតែទទួលបាន AED ហ្នឹងមួយគ្រឿងអញ្ចឹងអាហ្នឹងគឺល្អលោកអ្នកគ្រូគាត់ព្យាយាមអនុវត្តទៅធ្វើតាមបច្ចេកទេសហ្នឹងទៅគឺជួយអញ្ចឹង defib ហើយនឹង AED វាខុសគ្នាត្រង់អាមួយ manual អាមួយ auto អា manual ហ្នឹងយើងត្រូវការសេរីចូលឡើងតាមបច្ចេកទេសហើយត្រូវការចេះមើល ECG ចំណែកអា auto យើងគ្រាន់តែបើកវាមកបិទប្រទេសវាតាមរូបហ្នឹងទៅបើកម៉ាស៊ីនវានឹងប្រាប់ម៉ាស៊ីនខ្លះគេមានភាសាតាមប្រទេសរបស់គេអញ្ចឹងទៅតែយើងនៅប្រទេសរបស់យើងអត់មានភាសាខ្មែរទេតែយើងអាចស្ដាប់អង់គ្លេសបានអញ្ចឹងម៉ាស៊ីនវានឹងប្រាប់ជាភាសាអង់គ្លេសឲ្យសកត់បេះដូងឲ្យផ្លុំហើយពេលណាដែលវារៀបឆក់វានឹងប្រាប់ឲ្យយើងកុំឲ្យប៉ះជនរងគ្រោះឬអ្នកជំងឺនេះជាប្រភេទម៉ាស៊ីន AED តាម brand តាមប្រភេទតាមប្រទេសរបស់គេផលិតមកមួយវាមានច្រើននេះគឺ Defib គឺអានេះគឺពពួក manual ប្រើនៅក្នុងទីពេទ្យប្រើទាំងឆក់បេះដូងឆក់ដែលជំងឺអត់មានចលនាបេះដូងអត់មានចង្វាក់បេះដូងហ្នឹងហើយនឹងឆក់អ្នកជំងឺដែលមានបញ្ហាបេះដូងជំងឺបេះដូងមួយចំនួនហើយអានេះម៉ាស៊ីននេះគឺម៉ាស៊ីនចាស់របស់ពួកខ្ញុំធ្លាប់ប្រើហើយអានេះម៉ាស៊ីនថ្មីយើងបានដឹងពីរបៀបប្រើមិនតែដូចជាមិនបានប្រើទេទទួលបានថ្មីដែរអញ្ចឹងបញ្ជាក់ម្ដងទៀតអា Defib នេះគឺវាកម្រិតរៀងខ្ពស់បន្តិចគឺត្រូវការចេះមើល ECG ត្រូវការចេះមើលថាពេលណាត្រូវប្រើអាណាប្រើ Zoom ប្រមាណអញ្ចឹងទៅអញ្ចឹងខ្ញុំគ្រាន់តែជូនឲ្យលោកអ្នកគ្រូទាំងអស់គ្នាបានស្គាល់ទៅថាមួយ AED មួយ Defib គឺអញ្ចឹងជាទូទៅគឺយើងប្រើ AED ទៅវាស្រួលសូម្បីតាអា Defib នេះអា manual នេះក៏វាមាន mode AED ដែរយើងអត់សូវយល់ទេយើងកាច់ទៅ AED ប៉ក់មកម៉ាស៊ីនហ្នឹងវានឹងប្រាប់ហើយឲ្យ attach pad បិទ pad ទៅលើអ្នកជំងឺតមកវានឹង read ECG ហើយវានឹងប្រាប់ start CPR stop CPR charge stop អីហ្នឹងទៅហើយនេះគឺជា guideline ថ្មីឆ្នាំ2025របស់សមាគមអឺរ៉ុបរបស់សមាគមអាមេរិកសមាគមបេះដូងអាមេរិកអញ្ចឹងជាគំនូសព្រួយនៃការជួយតាមហ្នឹងលោកអ្នកគ្រូមើលខ្ញុំសូមអត់លំអិតទេអាហ្នឹងកុំឲ្យខាតទេដោយសារយើងមានមេរៀនយើងច្រើនតទៀតនេះគឺកាត់យ៉ាអារ៉េពេលតិចកាត់យ៉ាអារ៉េនៃអូណាតាកាត់យ៉ាអារ៉េហើយនេះគឺវីដេអូនៃការសង្គ្រោះ CPR ហើយនឹងឆក់បេះដូងដែលមានប្រសិទ្ធភាពកាលណាតែយើងអត់ជួយឲ្យបានត្រឹមត្រូវទេសកត់ជំរឿឲ្យបានត្រឹមត្រូវទេលបឿនឲ្យបានត្រឹមត្រូវទេគឺអត់ជួយបានច្រើនទេអត់សូវមានប្រសិទ្ធភាពទេលោកគ្រូអ្នកគ្រូមើលហើយឃើញគាត់រៀងឡើងស្វាយអាយហើយបានន័យថាអត់មានអុកស៊ីហ្សែនចូលទៅត្រឹមត្រូវទេគាត់អាចកាំងបេះដូងហើយគាត់ដកហ្នឹងមិនមែនដកដង្ហើមបានត្រឹមត្រូវទេគេហៅថា gasping
gas ពីរហ្នឹងបានន័យថាខ្មែរយើងហៅដកចកាមន់អញ្ចឹងខាងនេះពួកគាត់ចេះជួយក្រុមប្រកួតនេះគាត់ជួយមានបាឡុងមានម៉ាស៊ីនឆក់មាន open airway អញ្ចឹងទៅអញ្ចឹងសកត់ម៉ាស៊ីនវានឹងប្រាប់ថា stop CPR ឆក់អញ្ចឹងតមកវានឹងប្រាប់ទៀតថា start CPR ឥឡូវគឺគេជួយបេះដូងជួយដង្ហើមតិចទៀតគាត់នឹងមានបេះដូងដង្ហើមមកវិញឥឡូវគឺគាត់ដឹងខ្លួនមកវិញហើយគឺគេសួរឈ្មោះគាត់និយាយសួរស្អីទៅគឺគាត់ចាប់ផ្ដើមដឹងបើយើងអត់ចេះជួយទេខ្ញុំម្នាក់ហ្នឹងគាត់នឹងស្លាប់ហើយអញ្ចឹងការជួយទៅគឺបែបហ្នឹងគឺជួយផ្លូវដង្ហើមជួយបេះដូងហើយនឹងឆក់បេះដូងវីដេអូនេះខ្ញុំបើអត់ចេញទេអញ្ចឹងលោកគ្រូអ្នកគ្រូណាដែលអាចចង់បានវីដេអូចាំតម្លាក់ឬក៏លោកគ្រូបន្ទឿនអាចចែកចាយតាម Telegram ទៀតក៏បានហើយប៉ុន្តែនៅចុងមេរៀនក៏ខ្ញុំមាន QR code សម្រាប់ចូលទៅមើលវីដេអូហើយនឹងមេរៀនទាំងអស់ដែលខ្ញុំមាននេះគឺករណីអ្នកជំងឺកាំងបេះដូងមួយហើយយើងមានម៉ាស៊ីនជួយដង្ហើមម៉ាស៊ីនឆក់គឺយើងមើលទៅគាត់ហើយអាចសម្ពាធឈាមនេះគឺសម្ពាធឈាមដោយសារប្រើថ្នាំហើយនឹងសង្កត់បេះដូងទេដុកទ័រម្នាក់នេះគាត់ជនជាតិអាមេរិកឈ្មោះឆាលគាត់ឯកទេសនឺរ៉ូគាត់មកធ្វើកម្មសិក្សានៅយើងកាលឆ្នាំ2025ហើយករណីនេះគឺមានគាត់ក្មេងម្នាក់នេះគាត់កាំងបេះដូងទៅយើងសង្គ្រោះហើយម៉ាស៊ីនឆក់នេះគឺយើង set 200 joule ឆក់វីដេអូនោះវាចេញតាមតិចហើយវាកាំងអញ្ចឹងចាំឥឡូវកាំងហើយចាំមើលអាផ្សេងទៀតទៅនេះករណីនេះឆក់បេះដូងដែរប៉ុន្តែមិនមែនក្នុងករណីកាំងបេះដូងទេគឺករណីអ្នកជំងឺកាត់យូវ៉ាសិនគឺអ្នកជំងឺគាត់មាន ventricular tachycardia អញ្ចឹងយើងឲ្យថ្នាំមកគាត់គេងទៅហើយតបមកមានអ្នកជួយចាំផ្ដល់អុកស៊ីហ្សែនគាត់មិនមែនអត់ដង្ហើមទេអ្នកជំងឺនេះគឺគាត់ដកដង្ហើមខ្លួនឯងបានតែគាត់យើងចាំជួយអុកស៊ីហ្សែនទេហើយលោកអ្នកក៏ឃើញនេះលេខ13ខ្ទង់បានន័យថា100ទៅ200គាត់តែឆក់បើពឹបបន្តិចលោតលេខមកពីខ្ទង់វិញ90 80 70អញ្ចឹងគឺម៉ាស៊ីនឆក់បេះដូងអា defib ហ្នឹងគឺវាជួយអញ្ចឹងហើយលោកអ្នកក៏ឃើញគឺយើងទៅការក្រុមការងារអញ្ចឹងនៅពេលដែលមានអ្នកជំងឺមកអ្នកជំងឺធ្ងន់មកគឺត្រូវតែហៅគ្នាមកជួយអ្នកឯងក៏ជួយបានដែរប៉ុន្តែគាត់ថាវាពេនប៉ាមវាពិបាកអញ្ចឹងគឺត្រូវការក្រុមការងារនេះគឺជាវីដេអូជាក់ស្ដែងនៅប្រទេសចិនក្មេងគាត់លងទឹកហើយក្រុមក្មេងហ្នឹងគាត់ទៅជួយអ្នកដែលជួយហ្នឹងក៏ជាក្មេងចតុងដែរគាត់យកមកជួយហើយគាត់ជួយបេះដូងគឺសកលខ្ញុំឃើញនៅប្រជាជនយើងគាត់អត់ជួយបេះដូងដង្ហើមទេគាត់មកលើកអាលាក់អត់ទឹកចេញលីលើកជើងឡើងលើក្បាលចុះក្រោមឲ្យទឹកចេញអញ្ចឹងណាឥឡូវយើងមើលវីដេអូគេជួយគេជួយបែបហ្នឹងគឺបានន័យថាជួយត្រឹមត្រូវជួយទៅគាត់មានជីវិតគាត់អាចរស់រៀនមកវិញបើយើងជួយបានត្រឹមត្រូវទេគឺក្មេងម្នាក់ហ្នឹងគឺគាត់នឹងស្លាប់ហើយយើងឃើញហើយគឺគាត់ចាប់ផ្ដើមដឹងខ្លួនណាអញ្ចឹងការជួយបានត្រឹមត្រូវគឺធ្វើឲ្យមនុស្សយើងគាត់អាចរស់មានសង្ឃឹមរស់មកវិញហើយនេះគឺជាវីដេអូនៅបរទេសបែបអឺរ៉ុបគឺជួយដែរការលងទឹកនេះមិនមែនជាវីដេអូសម្ដែងនេះគឺវីដេអូមែនតើនៅកន្លងពីក្នុងឆ្នាំ2010 2011ហ្នឹងអញ្ចឹងគឺបរិមម្នាក់ហ្នឹងគឺលងទឹកហើយគេទៅមើលឃើញអត់ដឹងថាគាត់លងតាមស្មានណាតាមវិពេលណាមកហើយអញ្ចឹងអ្វីដែលត្រូវគឺដាក់គាត់ដែលមានមកកន្លែងដែលមានសុវត្ថិភាពគឺសុវត្ថិភាពទាំងអ្នកជួយសុវត្ថិភាពទាំងអ្នកជំងឺយើងអាចទៅជួយនៅកណ្ដាលទឹកហ្នឹងបានដែរអញ្ចឹងក្រុមឆ្មាំសម្បត្តិគាត់ដែលចាំជួយសង្គ្រោះគឺគាត់មានឧបករណ៍ជួយមកមាន open airway កណេលកាដែលដាក់បាឡុងហើយមានអ្នកសង្កត់បេះដូងហើយយើងមើលទៅទម្លាប់របស់គេគឺល្អគឺគេអត់មកញ៉ៃញ៉ៃចូលមករួមចិត្តដូចប្រជាជនយើងទេប្រជាជនយើងគាត់ពេលខ្លះគាត់អត់ដឹងគាត់ចង់ចូលមកជួយដែរប៉ុន្តែគាត់ដឹងថាត្រូវធ្វើអីអញ្ចឹងអ្វីដែលអាចជួយបានបើនេះទៅគឺត្រូវនៅឲ្យឆ្ងាយទៅដើម្បីឲ្យអ្នកដែលអាចជួយបានគាត់ជួយបានស្រួលទលាយស្រឡះអញ្ចឹងអានោះគឺគេជួយមានគ្នា2នាក់ឬ3នាក់ចាំសង្កត់បេះដូងដើម្បីដូរដៃគ្នាហើយបរិមម្នាក់នោះគាត់ជូតធុងឲ្យស្អាតដើម្បីបិទ AED អញ្ចឹងឲ្យខ្យល់សង្កត់ឲ្យខ្យល់សង្កត់អញ្ចឹងគេ attach pad ហើយគឺគេបិទ pad របស់ AED ហ្នឹងបិទហើយគឺគេបើកម៉ាស៊ីនវានឹងនេះហើយវា detect seizure ហើយវានឹងប្រាប់ថាសង្កត់ឬអត់អញ្ចឹងយើងបើកមកគឺវាប្រាប់ឲ្យសង្កត់ CPR សិនតមកវាប្រាប់ថា stop CPR តមកត touch អីចឹងទៅ clear អីចឹងទៅហើយតមកវានឹងឆក់
នៅពេលដែលឆក់ហើយគឺវានឹងប្រាប់ឲ្យ CPR ឬក៏អត់តទៀតហើយអញ្ចឹងមិនឆក់ហើយឯងគាត់ចាប់ដើមមើលជីបចរគាត់ចាប់ជីបចរទៅចាប់ដើមមានជីបចរហើយគាត់ចាប់ដើមដកដង្ហើមតិចតិចមកវិញហើយហ្នឹងហើយគាត់ថាមានជីបចរហើយអញ្ចឹងគឺការសង្គ្រោះនឹងគឺមានប្រសិទ្ធភាពល្អអញ្ចឹងអ្នកជុំវិញហ្នឹងគឺគេជួយអបអរសាទរគឺការសង្គ្រោះហ្នឹងមានប្រសិទ្ធភាពល្អគាត់មានបេះដូងគាត់មានដង្ហើមមកវិញហើយអញ្ចឹងបន្ទាប់មកគឺគេបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្តទោះថាបើគាត់ដឹងខ្លួនហើយគាត់មានដង្ហើមគាត់មានបេះដូងហើយចាំបាច់បញ្ជូនទៅមន្ទីរពេទ្យអីដោយសារអ្នកលងទឹកជនរងគ្រោះដែលលងទឹកគឺគាត់ដូរទឹកគាត់ធ្វើទឹកចូលក្នុងសួតទឹកសមុទ្រឬក៏ទឹកអីទាំងអស់ហ្នឹងគឺវាវិក្រិចអញ្ចឹងធ្វើឲ្យសួតគាត់មានបញ្ហាលាកឬក៏បន្តរោគអីផ្សេងអញ្ចឹងទៅអញ្ចឹងគឺគេបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលអាហ្នឹងបន្តអញ្ចឹងបើយើងអត់ចេះទេយើងត្រឡប់របស់យើងគឺអ្នកខ្លះទៀតយកមកឆ្អើរភ្លើងកប់ដីឬក៏អ្នកខ្លះទៀតគាត់តែឃើញលោតកន្លង3ដងអីចឹងទៅអញ្ចឹងអាហ្នឹងគឺជាការជួយដែលមិនបានត្រឹមត្រូវទេការជួយដែលបានត្រឹមត្រូវគឺសង្គ្រោះបេះដូងហើយនិងដង្ហើមទីមួយគឺមើលគ្រោះថ្នាក់អញ្ចឹងទៅក៏មកហៅគ្នាជួយហើយមើលស្មារតីគាត់មើលដង្ហើមមើលផ្លូវដង្ហើមមើលបេះដូងបើអត់មានទេគឺធ្វើការសង្កត់បេះដូងហើយនេះគឺជាposter ដែលខ្ញុំយកពីគេមកដែរទេគឺងាយខ្លីៗងាយមើលហើយយើងមើលហើយវាជាភាសាខ្មែរសុទ្ធមានលាយជាមួយរូបភាពហើយនឹងពណ៌អញ្ចឹងលោកគ្រូអាចមើលបានតាមក្រោយណាដូចគ្នាអញ្ចឹងមូលដ្ឋានគឺនៃការសង្គ្រោះបេះដូងដង្ហើមគឺធ្វើអញ្ចឹងដូចគ្នាភ្ងើយអីអញ្ចឹងដូចគ្នាអញ្ចឹងក្នុងមេរៀនការជួយបេះដូងដង្ហើមរបស់ខ្ញុំមានប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមតទៅទៀតដោយសារពេលវេលាយើងខ្លីដែរហើយមេរៀននៅច្រើនខ្ញុំសូមរៀងលឿនបន្តិចសូមអធិស្ឋានអញ្ចឹងយើងចូលមកការសង្គ្រោះផ្លូវដង្ហើមបែបដោយសារមានវត្ថុស្ទះគឺជាច្រើនកូនក្មេងឬគាត់ញ៉ាំអីបៀមអីចឹងទៅវាធ្លាក់ចូលទៅកំពង់ខ្យល់ទៅស្ទះដកដង្ហើមមិនបានទេអញ្ចឹងគោលបំណងគឺយកវត្ថុចេញហើយខ្យល់ចូលបានល្អហើយមនុស្សពេញវ័យគឺបើគាត់ស្ទះល្មមទេគឺគាត់ដឹងខ្លួនថាគាត់រៀងពិបាកដកដង្ហើមយើងព្យាយាមឲ្យគាត់ក្អកបានគាត់ព្យាយាមក្អកឲ្យខ្លាំងហើយបើគាត់ក្អកអត់បានទេនៅតែអត់នេះទេគឺយើងអ្នកសង្គ្រោះហ្នឹងគឺនៅពីក្រោយគាត់ដើម្បីធ្វើManœuvre de Heimlich បន្តិចទៀតយើងទៅមើលManœuvre de Heimlichនេះមានអីខ្លះនេះឲ្យគាត់ក្អករូបទី1គឺយើងឲ្យគាត់ក្អកគាត់បានទេគឺយើងនៅពីក្រោយគាត់ដើម្បីធ្វើManœuvre de Heimlich ឬក៏ Heimlich Maneuver ហ្នឹងគឺដៃរបស់យើងអញ្ចឹងដូចក្នុងរូបទីទៀតមានវីដេអូហើយយើងធ្វើការសង្កត់រៀងប្រឆិតឡើងទៅលើហ្នឹងដើម្បីឲ្យវត្ថុស្ទះហ្នឹងវាចេញពីកំពង់ខ្យល់មកនេះដូចគ្នាអញ្ចឹង rule របស់គេគឺ 5 បានន័យថាដំបូងគេគឺឲ្យទះខ្នងចំនួន5ដងទះខ្នងនេះគឺកន្លែងបាត់ដៃកន្លែងនេះគឺទះដុបចំនួន5ដងទៅបើអត់ទេគឺធ្វើ Heimlich Maneuver ណាគឺសង្កត់ចុងដង្ហើមហ្នឹងហើយជំរាបក្មេងតូចដូចគ្នា5ដូចគ្នាគួរ5ដងហើយសង្កត់ហើយនេះសម្រាប់កូនក្មេងទំកើតអញ្ចឹងកូនក្មេងទំកើតគេគួរ5ដងហើយនឹងប្រើម្រាមដៃ2សង្កត់នៅចុងដង្ហើមគាត់ដើម្បីឲ្យគាត់ចេញឲ្យវត្ថុស្ទះហ្នឹងចេញនេះរូលរបស់គេគឺ5ទះខ្នង5ដងបើ5ដងអត់ទេសង្កត់ទ្រូងឬសង្កត់ចុងដង្ហើមហើយបើសង្កត់ទ្រូងសង្កត់ចុងដង្ហើមសង្កត់ទ្រូងហ្នឹងមិនមែនសង្កត់បេះដូងទេណាសង្កត់ចុងដង្ហើមសង្កត់diaphragmនេះដើម្បីឲ្យសាច់ដុំdiaphragmនេះរុញខ្យល់ដែលនៅក្នុងសួតហ្នឹងធាក់ឲ្យវត្ថុស្ទះហ្នឹងចេញមកលើមកចេញមកក្រៅអញ្ចឹងគឺ5ទះខ្នង5ដងសង្កត់5ដងអត់ទៅទះខ្នងវិញទះខ្នងអត់ទៅសង្កត់វិញនេះគឺវីដេអូដែលយើងមើលរបៀបគេវាស់ថារបៀបម៉េចដាក់ដៃរបៀបម៉េចស្កត់របៀបម៉េចនេះម៉ានីកានេះគឺមានវត្ថុស្ទះហើយអញ្ចឹងវិធីទី1គឺ5 back flow ផ្ទះដូចគាត់អញ្ចឹងទៅខាង5ដងអញ្ចឹងទៅបើអត់ចាប់ដើមធ្វើ Manœuvre de Heimlich កូនដៃដាក់នៅចុងផ្សិតតមកមេដៃស្កត់នៅចុងដង្ហើមឬក៏diaphragm កន្លែងdiaphragm របស់យើងស្កត់ឲ្យខ្លាំងអត់1អត់ចេញស្កត់2អត់ចេញ3 4 5អត់ចេញមកពោះខ្នងវិញពោះខ្នងអត់ចេញទៅស្កត់វិញស្កត់តចេញមិញគឺយើងជួយគេចុះឧទាហរណ៍សួរថាឥឡូវបើយើងស្ទះខ្លួនឯងយើងដឹងថាត្រូវធ្វើម៉េចអត់អញ្ចឹងបើយើងនៅតែម្នាក់ឯងយើងស្ទះខ្លួនឯងគេមានវិធីគេជួយទៀតជួយខ្លួនឯងនេះគឺរូបគឺយើងសង្កត់ដូចគ្នាប្រើដៃដូចគ្នាសង្កត់ខ្លួនឯងចុងដង្ហើមខ្លួនឯងបើអត់ចេញទេគឺរើកៅអីដែលមានអាផ្អែកខ្នងហ្នឹងយកមក
បុកឲ្យចុងយ៉ាង5របស់យើងហ្នឹងយើងអុកខ្លួនឯងទៅអាកៅអីហ្នឹងទៅអុក5ទៅបើអត់ទេដាក់ដៃបន្ថែមពីលើអាខ្នងកៅអីហ្នឹងទៅហើយសកត់ព្យាយាមធ្វើខ្លួនឯងព្រោះនៅម្នាក់ឯងយើងព្យាយាមជួយខ្លួនឯងអញ្ចឹងករណីហ្នឹងយើងខ្ញុំអត់បានជួបថាការជួយហ្នឹងគាត់មានប្រសិទ្ធភាពអាចចេញអីក៏អត់ទេដោយសារអ្នកដែល shocking ភាគច្រើនគឺអត់បានមកដល់ពេទ្យទេកម្រមកដល់ពេទ្យណាស់ករណីតិចតួចបំផុតតែគាត់បានមកដល់ពេទ្យខ្ញុំធ្លាប់ឃើញកសលវិច័យនៅប្រទេសខាងអឺរ៉ុបមួយដែរអ៊ំព្រមអ្នកហ្នឹងគាត់អាយុប្រហែលខ្ទង់60ជាងគាត់ស្លាប់មិនដឹងមូលហេតុអញ្ចឹងគ្រួសាររបស់គាត់អត់អស់ចិត្តគឺគេយកទៅធ្វើអូតូព្ស៊ីហ្នឹងគឺគេវះមើលមូលហេតុអីគាត់ស្លាប់គេវះទៅវះទៅដល់កំពង់ខ្យល់គឺគេឃើញចំពាំងបញ្ជូរមួយគ្រាប់ជាប់នៅកំពង់ខ្យល់របស់គាត់អញ្ចឹងហើយគឺយើងអត់ដឹងបើយើងនៅជិតហ្នឹងយើងដឹងថាគាត់ឆ្លក់ឬក៏មានវត្ថុស្ទះយើងជួយវាគេគាត់នឹងមានជីវិតប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងគឺកម្រមកដល់ពេទ្យណាគឺកម្របានមកដល់ពេទ្យណាគាត់ថាគាត់ស្ទះតារយៈពេលតាប្រហែលនាទីហ្នឹងគាត់នឹងស្លាប់ហើយយើងអត់ដឹងពីវិធីជួយនេះគឺជាវីដេអូនៅក្នុងសាលារៀននៅបរទេសបរិសម្នាក់នេះគាត់កំពុងញ៉ាំអីញ៉ាំទៅឆ្លាក់គាត់ចាប់ដើមគាត់ខំផឹងក្អកចាប់ដើមគាត់ពិបាកដកដង្ហើមពិបាកគាត់ចាប់ដើមក្អកចាប់ដើមក្អួតអីអញ្ចឹងហើយគ្នារបស់គាត់នេះកំពុងតែមើលថាគាត់មានបញ្ហាអីដោយសារឆ្លាក់ហ្នឹងគេនិយាយអត់ចេញទេបានតែកាយវិការច្អល់កផ្ទះធូងអីទេលេះឡាយហ្នឹងទេប៉ុន្តែគ្នាគាត់ម្នាក់ទៀតដែលស្ពីកតាមនេះគាត់ដឹងឆ្លាក់ហើយអញ្ចឹងគឺជួយដល់ពេលម្នាក់ទៀតហៅរកគ្នាជួយអញ្ចឹងអត់ទាន់ចេញទេជួយថែមទៀតរូលរបស់គេត្រូវចាំគឺ5ផ្ទះខ្នង5ហើយនឹងសកត់5ប៉ុន្តែដោយសារពួកគាត់ប្រហែលជាគាត់យកមកដូចដែលហែមលេខតាមដងអញ្ចឹងសកត់គឺក៏បានចេញមកអញ្ចឹងគឺកន្លែងហ្នឹងបើយើងអត់បានជួយទេគឺបន្តិចទៀតហ្នឹងគាត់នឹងអត់មានខ្យល់ដង្ហើមគ្រប់គ្រាន់គាត់នឹងអាចដួលអាចសន្លប់ហើយជាទូទៅក្មេងគឺគាត់អាសាឆ្លាក់ណាស់គាត់ចូលចិត្តញ៉ាំអីគាត់ចូលចិត្តបៀមអីអញ្ចឹងនេះនៅប្រទេសចិនគឺឪពុកម្ដាយគាត់ដឹងហើយកាមេរ៉ានេះកាមេរ៉ា footage ដែលគេដាក់ security នៅក្នុងផ្ទះគេទេគាត់ខំប្រឹងជួយផ្ទះផងសកត់ផងផ្ទះផងសកត់ផងអញ្ចឹងយើងអ្នកជួយនៅពេលដែលឃើញព្រឹត្តិការណ៍ហ្នឹងពេលខ្លះយើងស្លន់ស្លោអញ្ចឹងអ្វីដែលត្រូវធ្វើគឺកុំស្លន់ស្លោកុំស្លន់ស្លោហើយព្យាយាមធ្វើតាមបច្ចេកទេសគឺគោះខ្នង5ដងហើយនឹងសកត់ហាមលេខ5ដងបាទអញ្ចឹងគឺគាត់សកត់ទីមកគឺចេញហើយដូចកូនក្មេងនេះយំអត់ចង់លឺក្អកអត់ចង់លឺម្ដាយដឹងចាប់ដើមទៅជួយភ្លាមនឹងលោកអ្នកក៏ឃើញហើយកូនក្មេងគឺងាយនឹងឆ្លាក់ងាយនឹងស្ទះជាងគេអញ្ចឹងយើងអ្នកឪពុកម្ដាយឬក៏អ្នកដែលនៅជិតហ្នឹងគឺត្រូវព្យាយាមដឹងពីអាហ្នឹងហើយនឹងសង្គ្រោះធ្វើម៉េចឲ្យដឹងថាស្ទះអត់ហើយបើដឹងថាស្ទះត្រូវសង្គ្រោះឲ្យបានហើយខ្ញុំសង្ឃឹមថាព្រោះពីខ្ញុំចែកចម្លែកនៅបទពិសោធន៍ហើយនឹងមេរៀនទាំងអស់ហ្នឹងគឺលោកគ្រូអ្នកគ្រូយកទៅចែកចម្លែកតយកទៅបរៀនតព្រោះហ្នឹងត្រូវតែចេះទាំងអស់គ្នាដូចខ្ញុំនិយាយមិនអញ្ចឹងថាបើយើងស្ទះខ្លួនឯងមានគេជួយគេស្ទះយើងជួយអញ្ចឹងគឺត្រូវតែចេះទាំងអស់គ្នាបើសិនជាអត់ចេះទាំងអស់គ្នាទេនៅពេលដែលយើងមានបញ្ហាគេអត់ដឹងថាជួយយើងមិនវិញទេនេះគឺសិតតែវីដេអូការជួយអញ្ចឹងខ្ញុំសូមឡើងវីដេអូដើម្បីបន្តទៅមុខទៀតវីដេអូនេះធ្ងន់គឺស្ទះខ្លាំងហ្មងចង់ដកឆ្កាមន់ហើយពេលអញ្ចឹងបានបងប្រុសអ្នកហ្នឹងគឺគាត់មកជួយបានវត្ថុស្ទះចេញមកអញ្ចឹងគាត់នៅវត្ថុស្ទះចេញមកគាត់ចាប់ដើមដកដង្ហើមបានពេញទៅគាត់ចាប់ដើមដឹងខ្លួនចាប់ដើមមានស្មារតីមកវិញអញ្ចឹងបើសិនជាយើងអត់អាចជួយបានទេគឺគាត់ប្រហែលជាអាចឆ្លងក្នុងជីវិតអញ្ចឹងនេះគឺជា banner ទាំងផ្សព្វផ្សាយសម្រាប់បំព្រួញនៃការជួយអញ្ចឹងលោកអ្នកគ្រូអាចមើលតាមហ្នឹងទៅអញ្ចឹងខ្ញុំសូមចូលមកដល់មេរៀនពុះចិត្តម្ដងពុះចិត្តនៅក្នុងស្រុកខ្មែរយើងនៅតំបន់របស់យើងគឺតំបន់អាស៊ីអាគ្នេយ៍យើងអត់និយាយប្រទេសគេផ្សេងទេដោយសារពោះវាមានតាមតំបន់អាស៊ីអាគ្នេយ៍របស់យើងគឺក្នុងតេរីគេនិយាយថាមានប្រភេទ3ប្រភេទពឹសហ្នឹងគឺ3ប្រភេទប៉ុន្តែស៊ីតូតុកស៊ីកទី1នេះគឺគ្រាន់តែគេនិយាយប៉ុន្តែខ្ញុំដូចជាអត់ដែរជួបដែរហើយធ្លាប់ជួបគឺជួបតែពួកណូរ៉ូតុកស៊ីកហើយអេម៉ាតូតុកស៊ីក
ចឹងខ្ញុំសូមនិយាយទៅអេម៉ូតូតុកស៊ិចគឺពពួកពឹសដែលធ្វើឲ្យឈាមអត់កកមានពោះធ្លាក់ពោះសកាចាស់អីចឹងទៅទីទៀតយើងនឹងឃើញតទៀតហើយពពួក neurotoxic គឺវាធ្វើឲ្យពុលទៅដល់សាច់ដុំឬក៏ប្រព័ន្ធប្រសាទអញ្ចឹងពួកហ្នឹងគឺពោះនឹងខាំហើយវាបាញ់ពឹសចូលវាធ្វើឲ្យទន់សាច់ដុំទៅដង្ហើមអត់រួចអាចស្លាប់ហើយចំណែកពួក endotoxic នេះធ្វើឈាមអត់កកហូរឈាមរហូតដល់ស្លាប់អញ្ចឹងនេះគឺជាតួឯកទាំង12ដែលជួបនៅប្រទេសយើងឬក៏ប្រទេសជិតខាងយើងដូចវៀតណាមដូចប្រទេសថៃអីចឹងទៅគឺតួឯកទាំង12នេះហើយគឺ superstar ឯងលោកគ្រូអ្នកគ្រូឃើញឯងវែកច្បីវែកដបោកវែកទនាមក្រាយសខ្មៅពោះក្រាយលឿងខ្មៅពោះក្រាយក្បាលក្រហមពោះសមុទ្រពោះស្កាចាស់ពោះកភ្លាក់ពោះហនុមានពោះខេវភ្នែកធំហើយនិងពោះខៀវអញ្ចឹងគឺ superstar ទាំង12នេះហើយគឺធ្វើឲ្យយើងមានបញ្ហារហូតដល់អាយុជីវិតអញ្ចឹងសួរថាពោះមួយណាពពួក hematotoxic ពោះមួយណាពពួក neurotoxic តាមបទពិសោធន៍របស់ខ្ញុំគឺពពួកពោះវែកគឺពពួក neurotoxic ហើយនឹងមានពោះអីផ្សេងទៀតហើយពពួកនេះគឺពពួក hematotoxic ធ្វើឲ្យឈាមអត់កកអញ្ចឹងអាពោះមានពឹសមានពោះដីពោះខ្សែពោះថ្លានពោះផលិតពោះស្លាប់កែពោះត្រីអីហ្នឹងអានឹងវាអត់មានពឹសទេអញ្ចឹងវាខាំហើយវាគ្រាន់តែធ្វើឲ្យយើងឈឺយើងចុកអីកន្លែងមុខលពោះអីហ្នឹងទៅហើយនៅសញ្ញាដែលពោះចឹកហើយមានអីខ្លះមានក្អួតមានចង្អោរមានឈឺក្បាលមានឈឺពោះរាកប្រស័យភ្នែកធ្លាក់វិលមុខទន់សាច់ដុំកាច់ហូរឈាមអីចឹងទៅហ្នឹងគឺជាសញ្ញាអត់ល្អហើយប៉ុន្តែអានេះគ្រាន់តែជាតែគេនិយាយបទពិសោធន៍នៅតំបន់យើងកោះកុងយើងនេះគឺប្រភ្លាក់ជាទូទៅគឺប្រភ្លាក់សញ្ញាដែលប្រភ្លាក់មានពឹសចឹកហើយមានពឹសខាំហើយវាបញ្ចូលពឹសគឺហើមឈឺខ្លាំងហើយអាកន្លែងដែលចឹកហ្នឹងគឺហូរឈាមហ្នឹងគឺពេញទីឲ្យពឹសhematotoxic ហើយអញ្ចឹងវិធីការសង្គ្រោះនៅពេលដែលមានពោះចឹកទី1គឺយើងកុំស្លន់ស្លោគឺត្រូវយកជនរងគ្រោះហ្នឹងមកកន្លែងដែលមានសុវត្ថិភាពកន្លែងដែលវាលកន្លែងដែលអត់មានព្រៃស្ដុកអត់មានពស់ឬក៏ពស់ទៅបាត់ទៅហ្នឹងទៅមកកន្លែងវាលដើម្បីជួយហើយឲ្យជនរងគ្រោះហ្នឹងគាត់សម្រាប់ឲ្យស្ងៀមអត់ឲ្យដើរអត់ឲ្យរត់អត់ឲ្យលោតអត់ឲ្យធ្វើចលនាអីទេដើម្បីកុំឲ្យចរន្តឈាមហ្នឹងវាកាន់តែដើរលឿនហើយត្រូវលាងកន្លែងពោះចឹកហ្នឹងលាងឲ្យស្អាតហើយនឹងរុំកុំឲ្យឆ្លងមេរោគកន្លែងពោះហើយយើងត្រូវមើលថាពោះនេះជាពពួកពោះឬពោះរៀងមិនបើយើងអត់ស្គាល់ប្រភេទពោះទេគឺមើលហើយរៀងវាមិនមានទូរស័ព្ទទេអាចដកកាមេរ៉ាថតពោះហ្នឹងទៅបើអត់ទេអត់ឃើញទេក៏ហើយទៅតែគាត់ដឹងថាយើងខំនៅដំណាតំបន់ណាគឺខាងលោកគ្រូអ្នកគ្រូដែលគាត់មានជំនាញគាត់នឹងស្មានថាពោះហ្នឹងជាពពួកហើយជាពោះអីហើយគាត់មើលតាមលវោមើលតាមសញ្ញាហើយនឹងគេអាចបូមឈាមធ្វើតេស្តទៀតយើងនឹងឃើញហើយអញ្ចឹងវិធីសង្គ្រោះគឺលាងលបស្អាតរុំទុកអានេះជាអក្សរទេយើងមិនបាច់មើលយើងទៅមើលរូបតែម្ដងស្រួលគឺរុំទុកបែបហ្នឹងខាំជើងគឺយើងទុករុំទុកជើងគឺរុំពីចុងជើងមកដេញមកលើហើយនឹងដាក់រណបអាចមានឈើឬក៏របស់អីដែលរណបនេះគឺបានន័យថាកុំឲ្យជើងរបស់គាត់មានចលនាឲ្យគាត់នៅស្ងៀមអាចឲ្យគេងឬឲ្យអង្គុយយ៉ាងទៅហើយបញ្ជូនគាត់មកពេទ្យដៃគឺអាចដាក់ពយួរអញ្ចឹងទៅហើយបើក្នុងករណីពោះវាព្រោះពឹសចូលទៅភ្នែកអញ្ចឹងវិធីសង្គ្រោះរបស់យើងគឺមានតែលាងភ្នែកហ្នឹងឲ្យស្អាតមួយទឹកស្អាតទៅហើយហាមញីហើយបើគិតថាភ្នែកយើងរៀងអត់សូវស្រួលពិបាកមើលព្រើរៀងកាហាយរៀងឈឺអត់មានអារម្មណ៍ថាអត់ស្រួលគឺត្រូវមកពេទ្យដើម្បីពិនិត្យមើលបន្តទៀតអញ្ចឹងប្រការមិនគួរធ្វើអ្នកខ្លះអានេះជាអក្សរយើងមើលរូបខ្ញុំសូមចែកម្លែកបទពិសោធន៍មានបងមួយចំនួនគាត់ដើរព្រៃគាត់ធ្វើនេះធ្វើនោះអញ្ចឹងដូចយើងធ្លាប់ដឹងអ្នកខ្លះគាត់បឺអ្នកខ្លះគាត់ចងអ្នកខ្លះគាត់វះអ្នកខ្លះគាត់បៀតាពីពទាស្មៅពទាស្លឹកឈើអីបិទទៅលើលបួសហ្នឹងហើយអ្នកខ្លះទៀតគាត់ដូចយកអាកន្លែងពោះចឹកហ្នឹងទៅឆក់ជាមួយប៊ូស៊ីម៉ូតូទៀតគាត់ប្រាប់ថាលោកគ្រូធ្វើអញ្ចឹងទៅវាអស់ពឹសខ្ញុំសូមចែកម្លែកដែរថាត្រូវដឹងថាពឹសរបស់វាគឺនៅកពេញទឹកមាត់ហើយកពេញទឹកមាត់វាមិនអាចចេញពឹសផលិតពឹសបានជារហូតទេឧមាថាលើកទី1ដែលវាខាំហ្នឹងវាបាញ់ពឹសលើកទី2ដែលវាខាំវាបាញ់ពឹសមិនតែរៀងខ្សោយបន្តិចលើកទី3រៀងខ្សោយបន្តិចអញ្ចឹងពឹសហ្នឹងវាមិនមែនចំនួនដូចគ្នាទេខ្ញុំសូមឧទាហរណ៍មួយដូចឧទាហរណ៍ថាពោះវាទំស៊ីចំណីហើយអញ្ចឹងចំណីដែលវាស៊ីហើយហ្នឹងគឺវាបាញ់ពឹសទៅនឹងចំណីហ្នឹងអស់ហើយអញ្ចឹងនៅពេលដែលយើងទៅខាងក្រោយហ្នឹងវាខាំអញ្ចឹងពេលខ្លះគឺវាអត់បាញ់ពឹសតន់ទេឬក៏អត់បាញ់ពឹសទេអញ្
ចឹងអ្នកខ្លះគាត់ថាខ្ញុំធ្វើអញ្ចឹងទៅអត់មានពឹសឬក៏អត់ពឹសតាមពិតមែនទេគឺគាត់មានសំណាងគឺពោះខំហើយវាអត់បានបាញ់ពឹសអញ្ចឹងគឺគាត់សំណាងហើយយើងធ្លាប់ឃើញហើយអ្នកខ្លះទៀតពោះប្រភ្លាក់ខំពោះវែកខំចឹកហ្នឹងមកដល់ពេទ្យយើងពិនិត្យមើលឈាមពិនិត្យមើលសញ្ញាអីគឺគាត់មានអីទេគាត់តែឈឺមុខរបួសទេអញ្ចឹងគឺគាត់មានសំណាងត្រង់ពោះខំហើយវាអត់បាញ់ពឹសអញ្ចឹងសូមចែកអំពីបទពិសោធន៍កន្លែងហ្នឹងដែរកុំគិតថាឆ្កែដាក់ពំព្រីងឬក៏មនុស្សម្នាក់ហ្នឹងគាត់ដាក់ពំព្រីងឬក៏មានស្អីការពារអញ្ចឹងកុំគិតអញ្ចឹងណាយើងជាអ្នកបច្ចេកទេសគឺត្រូវមើលដូចខ្ញុំនិយាយអញ្ចឹងគាត់សំណាងគឺពោះខំអត់បាញ់ពឹសបើបាញ់ពឹសគឺពិបាកហើយបើបាញ់ពឹសខ្លាំងទៀតគឺហត់តែចាប់ហើយអ្នកខ្លះទៀតអាចដល់កាត់អវយវៈអ្នកខ្លះទៀតអាចដល់ស្លាប់អីចឹងទៅគឺក៏មានផលវិបាកក្រោយពោះខំអីចឹងទៅអញ្ចឹងប្រការដែលមិនគួរធ្វើគឺដូចកន្លែងនេះគឺតងរឹតបតឹងលើកន្លែងខំហ្នឹងគឺយើងធ្លាប់ដឹងហើយតងតឹងមិនណែនឡើងខាងខ្ញុំនេះឡើងស្វាយអែឡើងខ្មៅអែហ្មងហើយអ្នកខ្លះទៀតឃើញពោះខំប្រងវាយពោះទៀតដេញវាយអាពោះខំហើយហ្នឹងខំប្រហូតដេញវាយពោះបានទៀតយកមកបង្ហាញតាមពិតគុំបើដឹងប្រភេទវាហើយអាចមានកាមេរ៉ាមានអីថតទូរស័ព្ទអីថតយកតែរូបវាមកព្រោះបើអត់ទេយើងគ្រាន់តែចាំរូបរាងវាទៅហើយលោកគ្រូអ្នកគ្រូនៅខាងនេះគាត់អាចបង្ហាញរូបទៅថាពោះហ្នឹងវាចេះទៅណាដូច Superstar ខាងលើមិញ12មិញហ្នឹងតែមានមួយនៅក្នុងហ្នឹងឯងគឺត្រូវហើយយើងនឹងព្យាយាមតាមដានមើលឈាមដូចអីតទៀតហើយនេះដូចមានដាក់ស្អីបិទដាក់ស្អីចឹងវះកាត់មុខរបួសអីចឹងទៅអញ្ចឹងហើយកន្លែងនេះគឺចូលភ្នែកយើងមិនបាច់ញីភ្នែកទេគ្រាន់តែលាងទឹកមួយលាងភ្នែកជាមួយនឹងទឹកស្អាតឲ្យបានច្រើនហើយអ្វីដែលត្រូវធ្វើមុនគេគឺកុំភ័យស្លន់ស្លោតែភ័យស្លន់ស្លោគឺអត់ដឹងធ្វើស្អីចាប់ស្អីទេគឺយើងត្រូវតែនឹងនោះហើយត្រូវនឹកថាត្រូវធ្វើអ្វីជាបន្តហើយនៅពេលដែលវាខំហើយគឺអាសម្លៀកបំពាក់គ្រឿងអលង្ការហ្នឹងត្រូវដោះចេញព្រោះវាអាចនឹងហើមកាលណាហើមអាគ្រឿងអលង្ការដូចនាឡិកាកងដៃខ្សែដៃឈាមហ្នឹងកន្លែងដែលវាខំហ្នឹងវាអាចហើមអញ្ចឹងអារបស់ហ្នឹងវាអាចរឹបទៅជាស្លាក់ចរន្តឈាមវារត់ទៅចិញ្ចឹមចុងវាអត់បានអាចខូចដោយគ្រប់នេះអញ្ចឹងចុងក្រោមមកតឹងផ្អើលហ្នឹងគឺទោះបីជាព្យាបាលពោះចឹកនឹងជាក៏អាចខូចអវយវៈដែរដោយសារអត់មានឈាមចិញ្ចឹមចុងអវយវៈអញ្ចឹងនេះគឺជាផលបាក់មានហើមមានអីចឹងហូរឈាមអីចឹងទៅយើងឃើញនៅក្នុងរូបនេះពោះវែកពោះប្រភ្លាក់អីហ្នឹងសម្រាប់ពួក Superstar ហើយនៅពេលមកដល់ពេទ្យខាងក្រុមពេទ្យគាត់នឹងមកយកឈាមបូមឈាមដើម្បីមើលតេស្តបូមឈាមមកដាក់ក្នុងដបហើយទុករយៈពេល20នាទីក្នុងរយៈពេល20នាទីហ្នឹងគឺអត់ក្លុកទេគឺគេទុកចោល20នាទីក្រោយគឺគេយកមកមើលថាឈាមហ្នឹងកកអត់បើឈាមកកបានន័យថាអត់មានទេ negative គឺអត់មានទេបើឈាមនឹងអត់កកគឺមានជាពឹសហើយអញ្ចឹងគឺគេប្រើហើយថ្នាំដែលពួកយើងប្រើវងហើយគឺមានពីរប្រភេទនេះពួក neuropolyvalent ពួក neurotoxic ហ្នឹងហើយពួក hematopolyvalent ពួក hematotoxic ហើយរូបពោះគឺនៅលើដបនៅលើប្រអប់ហ្នឹងស្រាប់ណាមានពោះធ្លាក់មានពោះក្រាយពោះអីហ្នឹងទៅនេះពោះវែកពោះអីហ្នឹងទៅហើយបន្ទាប់មកបច្ចេកទេសក្នុងការប្រើតើពោះប្រភេទណាប្រើប្រមាណគឺនេះគឺជា guideline ថ្នាក់ជាតិដែលខ្ញុំចេញថ្មីហ្នឹងអញ្ចឹងយើងមិនប្រកាសថាប្រើទៅតាមនឹងទាំងអស់ទេគឺតាមជាក់ស្ដែងថាតើសភាពរបួសសភាពសញ្ញារបស់អ្នកជំងឺនឹងមួយហ្នឹងគឺគាត់មានប៉ុណ្ណាប្រើប៉ុណ្ណាគេប្រើឲ្យគេតាមដានបូមឈាមមើលប្រើឲ្យគេបូមឈាមមើលដើម្បីដឹងថាវាអស់នៅហើយបន្ទាប់ពីអស់ជាពឹសហើយក៏ត្រូវតាមដានរបួសទៀតអ្នកខ្លះជាបាពោះពឹសអស់ហើយជាហើយប៉ុន្តែដោយសារតែវាធ្ងន់ធ្ងរគឺអាចអលុយម្រាមដៃអលុយម្រាមជើងអីចឹងទៅអាចកាត់ចេញទៅខូចអញ្ចឹងទៅអញ្ចឹងនេះគឺជា banner សម្រាប់បំព្រួញការសង្គ្រោះពោះចឹកអញ្ចឹងលោកគ្រូអាចមើលងាយយល់ជាភាសាខ្មែរហើយនេះគឺជាវីដេអូនេះគឺមកពីប្រទេសឥណ្ឌាទេដោយសារនៅតំបន់យើងដូចជាអត់ខ្ញុំរកវីដេអូអត់បានអញ្ចឹងខ្ញុំសូមបង្ហាញវីដេអូហ្នឹងទៅវីដេអូនេះខ្លីដែរទេប្រហែលជា2នាទីអញ្ចឹងគាត់បរិមម្នាក់ហ្នឹងគាត់ដើរទៅគាត់ដើរទៅកលៀតភ័យហ្នឹងទៅគាត់ត្រូវពោះចឹកហើយបន្ទាប់ពីត្រូវពោះចឹកហើយត្រូវធ្វើអីទៀតគាត់មើលថាពោះហ្នឹងពោះអីគេប្រភេទហ្នឹងវារៀងមិនខ្មិចវាមិនតែមកគាត់ហៅគេជួយគឺគេប្រាប់ថាត្រូវតែចំណាំថាពោះហ្នឹងវារៀងមិនពណ៌មិនកាឡាមិនក្បាលមិន
ប៉ុន្តែបើពោះហ្នឹងវារត់បាត់វាទៅបាត់ហើយអត់អីទេមិនបាច់ទៅធ្វើវាមិនបាច់ទៅវាយវាទេអញ្ចឹងយើងគឺត្រូវនៅឲ្យស្ងៀមដើម្បីកុំឲ្យចង្វាក់បេះដូងយើងញាប់ហើយព្យាយាមតាំងចិត្តឲ្យនឹងកាលណាតែយើងរៀងភ័យស្លន់ស្លោក៏ចង្វាក់បេះដូងយើងញាប់ដែរដូចគេបង្ហាញអញ្ចឹងគឺ20%ទេគឺមានពឹសដូចខ្ញុំបានបញ្ជាក់ហ្នឹងថាពេលខ្លះវាខំគឺมันប្រកាសថាវាបាញ់ពឹសទេអញ្ចឹងយើងកុំភ័យស្លន់ស្លោព្យាយាមសង្គ្រោះខ្លួនឯងគឺនាំគាត់មកកន្លែងសុវត្ថិភាពមកហើយគាត់អង្គុយស្ងៀមហើយយកអាគ្រឿងអលង្ការឬសម្ភារៈពេទ្យដែលរឹបតឹងហ្នឹងចេញដើម្បីកុំឲ្យកន្លែងខាងហ្នឹងវាហើមទៅអារបស់ហ្នឹងវារឹបអវយវៈយើងវាអាចខូចអវយវៈអញ្ចឹងរបស់ដែលមិនការងារដែលមិនត្រូវធ្វើគឺកាត់មុខរបួសបឺតពឹសឬក៏យកស្អីទៅបិទអីអញ្ចឹងទៅហ្នឹងគឺគេហាមមិនឲ្យញ៉ាំកាហ្វេញ៉ាំស្រាញ៉ាំអីទេព្រោះអាហ្នឹងវាធ្វើឲ្យច្របាក់បេះដូងយើងកាន់តែញាប់អញ្ចឹងគឺលាងមុខរបួសឲ្យស្អាតហើយរុំមុខរបួសហ្នឹងរុំហ្នឹងមកល្មមមកធ្វើម៉េចឲ្យម្រាមដៃពីរយើងសើបចូលបានកុំឲ្យតឹងពេកអញ្ចឹងអាចងក្រូបាត់ហ្នឹងក៏គេហាមដែរឲ្យចងទេវាអាចខូចអវយវៈចឹងគេឲ្យដាក់តកស្អំនៅផ្ទាល់ជាមួយនឹងមុខរបួសទេវាអាចខូចជីវកាហើយឆ្លងទៅមុខរបួសហើយអត់ជើងដើម្បីកុំឲ្យមានចលនាហើយមកដល់ពេទ្យគេនឹងបូមឈាមមើលហើយនឹងឲ្យថ្នាំតាមប្រភេទហ្នឹងចឹងនេះគឺជាការសង្គ្រោះរបស់ពោះចិត្តដែលបានត្រឹមត្រូវអញ្ចឹងដោយលោកអ្នកគ្រូដឹងហើយគឺខាងមណ្ឌលសុខភាពយើងគឺគាត់អត់ទាន់មានលទ្ធភាពអាចមើលឬក៏ឲ្យថ្នាំពោះចិត្តនឹងបានទេអញ្ចឹងគឺត្រូវតែគាត់ត្រូវតែបញ្ជូនជនរងគ្រោះឬក៏អ្នកជំងឺហ្នឹងគឺមកពេទ្យហើយថ្នាំពោះចិត្តហ្នឹងខ្ញុំសូមបញ្ជាក់ដែរគឺវាមានអាឡែហ្ស៊ីអាចអាឡែហ្ស៊ីពួកយើងក៏បានជួបដែរគឺសុបអាណាហ្វីឡាក់ទិកដាក់ថ្នាំហ្នឹងហើយអ្នកជំងឺចាប់តាមសុបអាណាហ្វីឡាក់ទិកហ្មងអញ្ចឹងគឺពិបាកណាស់មិនស្រួលទេអញ្ចឹងឥឡូវយើងមកនិយាយពីអាណាហ្វីឡាក់ទិកវិញអញ្ចឹង guideline នេះគឺជា guideline ក្រសួងឲ្យប្រើទាំងអស់គ្នាលោកអ្នកគ្រូប្រហែលជាធ្លាប់បានឃើញហើយអញ្ចឹងអាណាហ្វីឡាក់ទិកគឺ A B C D ដូចគ្នាណាយើងមើលអាហ្នឹងដូចគ្នាហើយសញ្ញាដែលបញ្ហាយើងគិតថាអាឡែហ្ស៊ីឬក៏អាណាហ្វីឡាក់ទិកមិនតតែញ៉ាំថ្នាំទៅអាឡែហ្ស៊ីលេបថ្នាំចាក់ថ្នាំទៅអាឡែហ្ស៊ីទេអាឡែហ្ស៊ីឬក៏អាណាហ្វីឡាក់ទិកហ្នឹងមានច្រើនអ្នកខ្លះទៀតអាឡែហ្ស៊ីជាមួយរបស់ញ៉ាំគ្រឿងសមុទ្រផ្លែឈើគ្រាប់ធញ្ញជាតិអីជាដើមអ្នកខ្លះទៀតទៅប៉ះនេះប៉ះនោះប៉ះសារធាតុគីមីឬក៏ប៉ះស្អីទៅអ្នកខ្លះទៀតសូម្បីតែលំអងផ្កាហ្នឹងក៏អាឡែហ្ស៊ីដែរប៉ុន្តែគ្រាន់តែតិចឯងច្រើនអញ្ចឹងឲ្យយើងនិយាយយកមកនិយាយនេះគឺអាឡែហ្ស៊ីខ្លាំងអាឡែហ្ស៊ីធ្ងន់អាឡែហ្ស៊ីតិចតួចគឺយើងឲ្យថ្នាំញ៉ាំទៅនឹងធូរហើយតែអាឡែហ្ស៊ីធ្ងន់គឺដកដង្ហើមអត់រួចស្ទះដង្ហើមជីបចរញាប់សម្ពាធឈាមទាបអាចបាត់បង់អាយុជីវិតអញ្ចឹងលោកអ្នកមើលខាងស្ដាំគឺស្រួលមើល ABCD ហើយបន្ទាប់មកថ្នាំដែលត្រូវឲ្យជួយក្នុងអាឡែហ្ស៊ីគឺមានតែអាដ្រេណាលីនឯគឺមុនគេអញ្ចឹងបើយើងមើលថាគាត់មានអាឡែហ្ស៊ីហើយអាណាហ្វីឡាក់ទិកហើយគឺមុនគេហៅគ្នាជួយហើយឲ្យអ្នកជំងឺឬជនរងគ្រោះនោះគឺគាត់គេងឲ្យស្មើហើយលើកជើងគាត់ឲ្យខ្ពស់ព្រោះថាហេតុអីចាំបាច់លើកជើងគាត់ឲ្យខ្ពស់គឺដើម្បីឲ្យសម្ពាធឈាមទៅចិញ្ចឹមខួរក្បាលព្រោះអាណាហ្វីឡាក់ទិកហើយអាណាហ្វីឡាក់ស៊ីហើយគឺសម្ពាធឈាមចុះទាបហើយជីបចរចាប់ផ្ដើមញាប់ហើយអញ្ចឹងតែសម្ពាធឈាមចុះទាបពេកធ្វើឲ្យឈាមទៅចិញ្ចឹមខួរក្បាលបានល្អទេអញ្ចឹងគាត់អាចនឹងបាត់ស្មារតីអាចនឹងស្លាប់កោសិកាខួរក្បាលអញ្ចឹងហើយបានគេឲ្យគាត់គេងឲ្យស្មើហើយលើកជើងឲ្យខ្ពស់ដើម្បីឲ្យសម្ពាធឈាមហ្នឹងទៅជួយចិញ្ចឹមខួរក្បាលហើយបន្ទាប់មកគឺឲ្យអាដ្រេណាលីនគឺដុសអាដ្រេណាលីនគឺនៅខាងក្រោមคุณមើលហើយຂະຫນາດរបស់អាដ្រេណាលីនហ្នឹងគឺ1 លើ 1000បានន័យថា1មីលីលីត្រហ្នឹងមាន1000មីក្រូក្រាមឬក៏1មីលីក្រាមហ្នឹងគឺស្មើ1000មីក្រូក្រាមអញ្ចឹងមនុស្សធំ
ឬពេញវ័យគឺគេឲ្យ500មីក្រូក្រាមឬក៏កន្លះមីលីត្រហ្នឹងចាក់ EM ភ្លាមកូនក្មេងលើសពី12ឆ្នាំ6ដូចគ្នាបើ6ទៅ12ឆ្នាំគឺឲ្យ300មីក្រូក្រាមចាក់ EM បើតិចជាង6ឆ្នាំគឺ150មីក្រូក្រាមឬក៏0.15មីលីត្រចាក់ EM ហើយករណីចាក់នេះគឺបើចង់ឲ្យ EVA តើតាមានឯកទេសមានជំនាញត្រឹមត្រូវដោយក្រុមសង្គ្រោះកម្រិតធ្ងន់មានក្រុមសម្ដំមានឧបករណ៍អីច្រើនទៀតអញ្ចឹងគឺយើងមានបទពិសោធន៍ឲ្យអត្រេតាម EVA អញ្ចឹងបានយើងឲ្យបានអត់ទេគឺ EM ហើយក្នុងករណីឲ្យ EM ហើយ5នាទីក្រោយអត់ធូរឲ្យម្ដងទៀតឲ្យសាច់ដុំទៀតបើកូនក្មេងអាយុអីម៉ាទៅយើងមើលតាមហ្នឹងទៅមនុស្សធំទៅឲ្យទៅកន្លះ cc ទៅឬក៏500មីក្រូក្រាមអញ្ចឹងទៅហើយសញ្ញាធ្ងន់ធ្ងរដែលប៉ះពាល់ដល់អាយុជីវិតនេះគឺនៅកន្លែងនេះគាត់ដកដង្ហើមមានហើមមាត់ហើមមុខហើមកនោះវាអាចចកត់ទៅដល់ពងខ្យល់គាត់ដកសលេងអត់គាត់ដកដង្ហើមទៅឬសូរសលេងវាស្ទះវាសូរ strike door អា strike door ហ្នឹងនិយាយសលេងងឹតដូចមានស្អីច្បាច់ពងកអញ្ចឹងណាហើយដង្ហើមគាត់ចាប់ដើមញាប់ហើយទាំងហក់អស់កម្លាំងឡើងស្វាយដោយសារគាត់ដកដង្ហើមអត់បានពេញអុកស៊ីហ្សែនចូលអត់គ្រប់គ្រាន់ហើយបើយើងវាស់អុកស៊ីហ្សែនទៅអាចតិចជាង 92% ចាប់ដើម delirium វិញហើយវាជាមកគាត់ចាប់ដើមចុះជីពចរញាប់ហ្នឹងហើយអាចស្លាប់អាចអីហ្នឹងទៅហើយបន្ទាប់ពីឲ្យអាត្រេហ្នឹងហើយគឺយើងត្រូវនេះទៅឲ្យសរុបឲ្យអីឲ្យតាមដានសញ្ញាជីវិត ECG ហ្នឹងទៅហើយបន្ទាប់មកអាចឲ្យ clonfe ឲ្យ etro អីបន្តជាងទៀតទៅអញ្ចឹងនេះគឺជា guideline ងាយមើលទេដោយសារជាភាសាខ្មែរសុទ្ធហើយកន្លែងនេះ EpiPen នេះគឺជា adrenaline សម្រាប់ចាក់ហើយពួកអឺរ៉ុបឬក៏បរទេសមួយចំនួនគាត់ដើរធ្វើដំណើរតាមប្រទេសតាមព្រៃអញ្ចឹងទៅគឺគាត់មានដំណឹងនៅតាមកាបូបគាត់តាមខ្លួនគាត់ឧទាហរណ៍គាត់ដឹងថាខ្លួនគាត់អាឡែស៊ីឬក៏អាណាហ្វីឡាក់ទិកឯងគាត់ទាញដំណឹងមកចាក់ពុតខ្លួនឯងហ្មងអញ្ចឹងនេះគឺប្រភេទវាមាន300មាន150អញ្ចឹងទៅអានេះគ្រាន់តែដកអាកង្របខាងក្រោយពណ៌ខៀវនេះដកចេញមកបុកយើងហ្មងគាត់ដកមកណាអាពណ៌ទឹកក្រូចនេះវាលោតចេញមកក្រៅហើយយើងយកអាហ្នឹងមកចាក់កន្លែងផ្លូវដូចក្នុងរូបនេះបុកគិតទៅគឺវាបាញ់ចំនួនប្រភេទហ្នឹង300គឺវាបាញ់300 150គឺបាញ់150ហ្នឹងហ្មងអញ្ចឹងគឺគ្រាន់តែបុកគិតទៅយើងទុកវាប្រហែលជា2វិនាទីហើយចាំដកវាចេញមកហ្នឹងគឺវាបាញ់ទៅតែមកដល់ក្នុងមណ្ឌលសុខភាពឬកន្លែងរបស់យើងហើយគឺយើងអត់មានដំណឹងទេអាហ្នឹងវាថ្លៃដែរអញ្ចឹងអ្វីដែលត្រូវធ្វើគឺadrenaline ចាក់ EM ខ្ញុំមិនដឹងថានៅតាមមណ្ឌលសុខភាពគាត់មានអត់ទេប៉ុន្តែបើអត់ទេយើងព្យាយាមជួយទៅ ABC ឲ្យអុកស៊ីហ្សែនចំហផ្លូវដង្ហើមហើយមាន etro ឲ្យ etro មាន clonfe ឲ្យ clonfe ទៅហើយញ៉ាប់ជូនគាត់បន្តមកទៀតចឹងទៅនេះគឺរបស់ EpiPen ហ្នឹងដូចគ្នាគឺរបៀបប្រើដកអាគូតហ្នឹងហើយចាក់មកហើយទុកឲ្យជា2ឬ3 second ពី3វិនាទីហ្នឹង3វិនាទីហើយអស់ហើយមានខ្ញុំហើយនេះគឺជាឯកសារយោងគឺមាន Advanced Trauma Life Support ហ្នឹងសភៅហើយអានេះសភៅអឺរ៉ុបអានេះអាហាររបស់អាមេរិកហើយនៅចុងក្រោយគេគឺ guideline របស់ក្រសួងយើងអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានប៉ុណ្ណឹងអានេះគឺគ្រាន់តែជា Telegram ហើយនឹង page របស់ទីពេទ្យទេហើយនេះគឺ QR code សម្រាប់ចូលទៅទាញយកមេរៀនហើយនឹងវីដេអូភាពអីការសង្គ្រោះបឋមអញ្ចឹងការបង្ហាញរបស់ខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាលើសលួសពាក្យសម្ដីឬក៏និយាយទៅរៀងញាប់សាប់អត់បានឬក៏ប្រើភាសាកន្លែងណាដែលมันអាចទទួលយកបានក៏ខ្ញុំសូមទោសដែរដោយសារមានច្រើនហើយជាលើកទី1ដែរក្នុងការបង្ហាញតាម Zoom ហ្នឹងដោយសារនិយាយជាក់ស្ដែងគឺខ្ញុំនិយាយតែឯងមុខ screen អត់ដឹងថាលោកគ្រូអ្នកគ្រូទាំងអស់គ្នាមិនទេអញ្ចឹងគឺចេះតែនិយាយទៅលៀនញាប់អីព្យាយាមនិយាយហើយទៀតគឺយើងដល់សំណួរចម្លើយលោកគ្រូអ្នកគ្រូអាចធ្វើបានអញ្ចឹងចុងក្រោយគឺខ្ញុំសូមផ្ដាំដែរលោកគ្រូអ្នកគ្រូទាំងអស់គ្នាគួរព្យាយាមអនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវហើយគ្រប់តាមនិយមរបស់គណៈរបស់យើងនិយមហើយនឹងគោលការណ៍ឲ្យបានត្រឹមត្រូវក្រមសីលធម៌ជីវៈចឹងអរគុណច្រើនខ្ញុំសូមបកគលកម្មវិធីបន្តទៅលោកគ្រូប៊ុនធឿនជាបន្តបានអរគុណបាទសូមគ្រប់អរគុណលោកគ្រូផនផាន់រិទ្ធដែលបានធ្វើបទបង្ហាញដ៏ក្បោះក្បាយនិងមានខ្លឹមសារជូនដល់
សមាជិកការដែលបានចូលរួមបែបដុសដាលនេះអឺបន្ទាប់ពីប័ណ្ណបង្ហាញលោកគ្រូហើយលោកគ្រូមានជាសំណួរអាចសួរក្នុងឆាត Zoom ក៏បានហើយបើកម៉ូដលើកដៃដាក់សញ្ញាលើកដៃក៏បានហើយបើកម៉ូដនោះហើយយើងសួរសំណួរក៏បានដែរបាទលោកគ្រូតើតើមកការវិទ្យាល័យសូមជូនលោកគ្រូអានទីណេជួយណែនាំបន្តិចបាទសូមអរគុណបងទីណេទទួលបានទេបងលោកគ្រូទទួលសំឡេងខ្ញុំបានច្បាស់ហ៎ ច្បាស់លោកគ្រូច្បាស់ Bà ta là cô. បាទប្រហែល ច្បាស់ ជា ច្បាស់ បងទីណេ ច្បាស់ច្បាស់ បងទីណេលោកគ្រូទីណេគាត់មានបញ្ហាអ៊ីនធឺណិតឬក៏មិនហើយខ្ញុំសូមចង់ឲ្យចេះលោកគ្រូអាចមានសំណួរខ្លះទៅបាទដើម្បីជាការចូលរួមរបស់យើងចំណាយពេលដែលបានចូលរួមហ្នឹងខ្ញុំគិតថាអាចមានចម្ងល់ឲ្យខ្លះហើយអញ្ចឹងដើម្បីឲ្យបែបដុសដាលយើងកាន់តែមានន័យខ្លឹមសារលោកគ្រូអាចមានសំណួរបន្ថែមហើយសម្រាប់អឺឃើញលោកគ្រូគាត់ដាក់តេស្តមុនហ្នឹងខ្ញុំសូម delete សិនបងលោកគ្រូអឺយើងមិនមែនបោះតេស្តភ្លាមទេកម្រងនេះសិនពេលតម្លៃសិនលោកគ្រូខ្ញុំសូមបោះម្ដងទៀតលោកគ្រូឃើញនៅក្នុង chat Zoom លោកគ្រូ chat Zoom នេះខ្ញុំបានបោះ link វាតម្លៃចូលណាចឹងសូមលោកគ្រូទាំងអស់គ្នាចូលរួមវាតម្លៃ web ដុសដាលរបស់យើងណាហើយសូមឲ្យមានមតិចូលរួមមកថាបណ្ណាថា web ដុសដាលរបស់យើងនឹងចំណាយ Bà cái ពេល này. វេលាហ្នឹងត្រឹមគ្រប់គ្រាន់អត់សម្រាប់ web ដុសដាលហ្នឹងហើយការធ្វើបទបង្ហាញរបស់លោកគ្រូផនedit ល្អចំណុចណាខ្វះខាតអីចំណុចណាហើយពេលវេលាធ្វើបទបង្ហាញហ្នឹងសមរម្យអត់បាន លោកគ្រូជួយចូលក្នុង link chat Zoom របស់យើងហើយវាតម្លៃទៅបាទ Mình chân. ចាទេ ចំណុចមួយទៀតខ្ញុំឃើញលោកគ្រូចូលវត្តមានច្រើនដល់80ជាងអ្នកប៉ុន្តែចូល Zoom បានតែ7ជាងទេករណីតិចតួចដែលបានរាយការណ៍ប្រាប់ខ្ញុំមកវិញថាគាត់ចូល device មួយ2នាក់គេហៅគាត់ប្តីប្រពន្ធអញ្ចឹងគាត់ចូល2នាក់អញ្ចឹងណាបាទសំខាន់លោកគ្រូចុះវត្តមានបានត្រឹមត្រូវចូល2នាក់ចូលវត្តមាន2នាក់វាយតម្លៃ2នាក់ដូចគ្នាហើយធ្វើប៉ុស្តេស្តបាទ2នាក់ដូចគ្នាចឹងលោកគ្រូសូមបង្ហាញភាពស្មោះត្រង់បាទចូលវត្តមានហើយគឺចូលរួមបាទបងទីនេះបងមានអីបន្ថែមសូមអញ្ជើញបង Một thương mình mơ mới đạt bà còn ngòm chanh nó ở con thương
អរគុណលោកផនផាន់រិទ្ធបានចូលរួមធ្វើជាវិក្កាមិនរបបបង្ហាញដល់ខុសក្បាយទាក់ទងនឹងប្រធានបទការសង្គ្រោះធម្មចំពោះអ្នកជំងឺទាំងនៅក្នុងសេវាសាធារណៈនិងសេវាឯកជនអញ្ចឹងបន្ទាប់ពីធ្វើបទបង្ហាញហើយលោកគ្រូអ្នកគ្រូមានចម្ងល់អីឬក៏មានសំណួរអីដែលបានកត់ត្រាទុកលោកគ្រូអ្នកគ្រូអាចលើកជាសំណួរសួរទៅដល់វាគ្មិនយើងសូមអញ្ជើញអ្នកគ្រូ បងởនៅក្នុង chat Zoom មានសំណួរបាទ ចឹងឯងឆាត បើ បាន អញ្ចឹង ខ្ញុំបងចេញទៅសិនណាបង បាទដោយសារលោកគ្រូអ្នកគ្រូអត់ឃើញមានលើកជាសំណួរទេប៉ុន្តែនៅក្នុងឆាតឃើញមានជាសំណួរមួយរបស់អ្នកគ្រូរៀងសារ៉ាន់គាត់លើកជាសំណួរថាខ្ញុំចង់សួរសំណួរមួយតើការសង្កត់បេះដូងអាចធ្វើបានតែទៅលើជនរងគ្រោះឬអ្នកជំងឺដែលគ្មានចង្វាក់បេះដូងសោះឬយ៉ាងណាបាទហើយសំណួរមួយទៀតសំណួរទី2អ្នកគ្រូអូមិនសំណួរទេទី2គាត់អរគុណនេះចឹងមានតែមួយសំណួរហ្នឹងទេសូមអញ្ជើញលោកគ្រូផនផាន់រិទ្ធជួយឆ្លើយសំណួរបាទអរគុណ បានអញ្ចឹងអរគុណអ្នកគ្រូរៀនសារ៉ាន់ក្នុងករណីណាដែលយើងត្រូវសង្គ្រោះបេះដូងគឺក្នុងករណីដែលជនរងគ្រោះឬអ្នកជំងឺហ្នឹងអត់មានបេះដូងអត់មានដង្ហើមបើគាត់អត់មានដង្ហើមបេះដូងគង់នឹងបាត់ដូចគ្នាអញ្ចឹងករណីដែលគាត់អត់មានដង្ហើមអត់មានបេះដូងឬក៏ជីពចរហ្នឹងគឺយើងធ្វើការសង្កត់បេះដូងរបស់គាត់គឺជួយសង្គ្រោះទាំងបេះដូងជួយសង្គ្រោះទាំងដង្ហើមអញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមយកចិត្តទុកដាក់កន្លែងនេះបន្តិចមិនមែនថាគាត់អត់មានបេះដូងប៉ុន្តែគាត់មានដង្ហើមអញ្ចឹងយើងអត់ជួយទេដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងនៅបរទេសមានអ៊ំប្រុសម្នាក់មុនហ្នឹងគឺឃើញគាត់ចាស់ស្ភីងគាត់ដកចង្កាមុនបានន័យថាដង្ហើមគាត់នៅឯប៉ុន្តែគាត់អត់មានបេះដូងឬក៏ពេលខ្លះបេះដូងមានប៉ុន្តែអត់ដង្ហើមអញ្ចឹងអាហ្នឹងគឺប្រទៀងគ្នាពីហ្នឹងគឺអត់មួយអត់បានទេគឺត្រូវតែមានទាំងពីរអត់ដង្ហើមក៏ត្រូវជួយអត់បេះដូងក៏ត្រូវជួយបាទសូមអរគុណច្រើនអ្នកគ្រូលោកគ្រូ បាទអរគុណលោកគ្រូផនផាន់រិទ្ធបានឆ្លើយសំណួរអ្នកគ្រូរៀងសារ៉ាន់អញ្ចឹងអ្នកគ្រូរៀងសារ៉ាន់ទទួលបានទេបាទអញ្ចឹងបើសិនលោកគ្រូអ្នកគ្រូដែលបានចូលរួមមានជាសំណួរអីបាទអាចលើកឡើងបានបាទអញ្ជើញ សុំសួរមួយដែរទីនេះសុំសួរមួយ បាទសូមអញ្ជើញគ្រូរដ្ឋា ហ្នឹងហើយតាក់ទងនឹងកន្លែងជំងឺពោះចឹកខ្ញុំឃើញលោកគាត់បញ្ជាក់ក្រោយពេលពោះចឹកយើងសម្អាតលំស្អាតណាតើយើងមួយទឹកធម្មតាឬក៏អីព្រោះទៅនឹងខាងឆ្កែខាំយើងអាចលាងបាននឹងទឹកសាប៊ូឬទឹកស្អាតចូលចំពោះពោះចឹកតើយើងលាងនឹងទឹកបាទសូមអរគុណ បាទអរគុណបងសម្រាប់សំណួរបងយើងពោះចឹកជាក់ស្ដែងគឺយើងសង្គ្រោះនៅតាមទីសាធារណៈឬក៏តាមព្រៃតាមផ្ទៃតាមផ្ទះអញ្ចឹងណាអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺគេណែនាំឲ្យប្រើទឹកស្អាតបងប្រើទឹកប៊ូទេប្រើទឹកស្អាតហើយបើអាចទេមានសរោមប្រៃក៏ល្អដែរប៉ុន្តែជាក់ស្ដែងតាមទីខាងក្រៅអញ្ចឹងគឺរកសរោមប្រៃអត់ទាន់ទេអញ្ចឹងអ្វីដែលរកបានគឺទឹកស្អាត យើងគិតថាទឹកมันស្អាតទឹកហ្នឹងវាល្អគឺយើងត្រូវធ្វើការលាងរបួសឲ្យស្អាតហើយរុំរបួសហ្នឹងឲ្យជិតដើម្បីកុំឲ្យឆ្លងមេរោគបាទបងអរគុណច្រើនបង បាទអរគុណ
បាទសូមគោរពលោកគ្រូខ្ញុំខាងកោះភិកសូមសួរសំណួរមួយដែរប៉ុន្តែវាតកតងរៀងថាបេះដូងវាអត់ដំណើរការចាអ្នកជំងឺហ្នឹងគាត់ប្រហែលនិយាយគេថាហូបកាហ្វេអញ្ចឹងណាដល់ពេលអញ្ចឹងដង្ហើមគាត់នៅមានដល់ខ្ញុំវាស់ឈាមឲ្យអត់ទេប៉ុន្តែបេះដូងអត់លោតសោះដល់ពេលហ្នឹងយើងធ្វើចលនាដោយគ្រូប្រាប់មិញហ្នឹងប៉ុន្តែយើងមិនតាមក្បួនខ្នាតទេតាមមើលយើងចេះតិចដែរការងារហ្នឹងហើយដល់យើងធ្វើទៅវាអត់មានសោះយើងបញ្ជូនដល់ដងតងបញ្ជូនទាន់ដល់ពាក់រ៉ាផ្លូវស្លាប់បាត់កន្លែងហ្នឹងគ្រូជួយឲ្យនេះមើលយ៉ាងម៉េចដែរលោកគ្រូបាទសូមអរគុណ បាទអរគុណលោកគ្រូដូចយើងបានមើលពីខាងដើមអញ្ចឹងគឺយើងមើលទៅលើ A B C D E អញ្ចឹងណាលោកគ្រូអញ្ចឹងគឺពិនិត្យមើលថាគាត់មានដង្ហើមអត់មានបេះដូងអត់ដូចគ្រូមិញនិយាយថាគាត់អត់មានបេះដូងទេអញ្ចឹងបើអត់មានបេះដូងយើងព្យាយាមជួយបេះដូងហើយនឹងដង្ហើមរបស់គាត់ហើយព្យាយាមជួយរហូតតតែគាត់មានបេះដូងនិងដង្ហើមវិញហើយសួរថាលោកគ្រូជួយរយៈពេលប្រហែលបានទៅឈប់ខ្ញុំមិនអាចជួយរហូតបានទេដោយសារឆ្ងាយឬក៏ពិបាកនាំមកដល់អីចឹងណាអញ្ចឹងក្នុងកន្លែងរបស់ពួកខ្ញុំឬក៏ guideline របស់អាហាររបស់អាមេរិកគឺគេជួយសង្គ្រោះបេះដូងហើយនិងដង្ហើមហ្នឹងគឺរយៈពេល30នាទីនៅក្នុងទីប៉ັດរបស់ខ្ញុំគឺត្រឹម30នាទីសកត់បេះដូងឲ្យដង្ហើមឲ្យខ្យល់ហ្នឹងគឺគាត់ពីហ្នឹងទៅគឺយើងសន្មតថាគាត់ជួយអត់បានទេគាត់ស្លាប់ហើយអញ្ចឹងត្រឡប់ទៅក្នុងករណីលោកគ្រូវិញលោកគ្រូព្យាយាមមើលទៅថាគាត់មានបេះដូងមែនអត់ជួនកាលពេលខ្លះសម្ពាធឈាមទាបពេកម៉ាស៊ីនវាស់ឈាមយើងអាចយកបានទេអញ្ចឹងយើងត្រូវចាប់ជីបចរគាត់ហើយជីបចរដែលងាយចាប់បានគឺជីបចរការ៉ូទីតហើយនិងជីបចរពេមរ៉ាល់គឺជីបចរនៅកន្លែងកលោកគ្រូហើយនិងជីបចរនៅកលៀនហើយបើជីបចរកន្លែងហ្នឹងចាប់អត់បានហើយបានន័យថាសឹងថាគ្មានជីបចរឬក៏គ្មានបេះដូងហើយមួយទៀតដើម្បីដឹងថាគាត់មានបេះដូងអត់យើងអាចប្រើ stetho ស្ដាប់ទៅលើបេះដូងរបស់គាត់អញ្ចឹងណាលោកគ្រូអញ្ចឹងបើអត់មានទេគឺយើងសង្កត់បេះដូងគាត់តាមក្បួនរបស់យើងដែលបានប្រាប់ហ្នឹងគឺជម្រៅ5ទៅ6សង់ទីម៉ែត្រល្បឿន100ទៅ120ដងហើយយើងសង្កត់30ដងគឺយើងឲ្យខ្យល់គាត់2ដងពេលខ្លះគាត់ទៅកាំងថ្មីបើគាត់អត់មានបញ្ហាធ្ងន់ធ្ងរទេគឺយើងជួយប៉ុណ្ណឹងគាត់អាចមានបេះដូងមកវិញតាមបទពិសោធន៍ពួកខ្ញុំគឺមានបេះដូងមកវិញអញ្ចឹងលោកគ្រូព្យាយាមធ្វើហើយករណីគាត់ហូបកាហ្វេហើយគាត់មានបញ្ហាសន្លប់អត់មានបេះដូងអត់មានអីហ្នឹងអាចប្រជាជនយើងពេលខ្លះគាត់អត់សូវបានបណ្ឌិតសុខភាពទេគាត់អាចមានតាក់ទងមួយជំងឺអីផ្សេងទៀតដូចជំងឺបេះដូងឬក៏ជំងឺអីផ្សេងទៀតអញ្ចឹងអញ្ចឹងវារួមផ្សំគ្នាផងក៏ធ្វើឲ្យគាត់អត់មានបេះដូងអត់មានដង្ហើមបាទអរគុណច្រើនលោកគ្រូ បាទបងខ្ញុំពីខាងទូរទស្សន៍ទៅបងសូមមានសំណួរមួយដែរ បាទសូមអញ្ជើញលោកគ្រូសូមអញ្ជើញលើកសំណួរ បាទអរគុណច្រើនលោកបាទបងខ្ញុំចង់សួរតាក់ទងមកក្រោយបន្តិចតាក់ទងនឹងជំងឺដោយសារបងបានមានប្រសាសន៍ហើយក្នុងមេរៀនតាក់ទងជាមួយពេលដែលពុះវាចូលទៅក្នុងភ្នែកចុះបើក្នុងករណីដែលគាត់កំពុងតែស្ការព្រៃឬក៏កាប់នៅតាមចំការអញ្ចឹងបងជំងឺឆាយដន់ក៏ទៅជាឧទាហរណ៍បើសិនជាក្នុងករណីចំសម្បុករបស់ពុះដែលពុះគាត់បានចាប់ទេប៉ុន្តែគាត់ព្រោះពុះមកចូលក្នុងភ្នែកយើងក្នុងមេរៀននោះគឺបងប្រាប់ថាឲ្យលាងសម្អាតហើយកុំឲ្យញីតែអាហ្នឹងបើសិនជាគាត់នៅម្នាក់ឯងបងអាហ្នឹងក្នុងការដែលយើងធ្វើឲ្យមានសុវត្ថិភាពបំផុតអាហ្នឹងយើងត្រូវពិចារណាអ្វីខ្លះនៅក្នុងករណីថានៅម្នាក់ឯងអញ្ចឹងតែយើងមានទឹកសម្រាប់សម្អាតព្រោះនេះចៃដន្យនេះវាអ្នកនៅចំការវាមានច្រើននេះនឹងអញ្ចឹងវាទៅតាមការបាទអរគុណលោកគ្រូក្នុងករណីគាត់នៅតែឯងហើយពោះហ្នឹងវាបាញ់ពឹសចូលទៅក្នុងភ្នែកបាញ់ពឹសភ្លាមគឺយើងអាចព្យាយាមបើកភ្នែកមើលឲ្យដើរមកទឹកលាងឲ្យស្អាតណាហើយព្យាយាមបាញ់ទឹកលាងឲ្យចំកញ្ចក់ភ្នែករបស់យើងបាញ់ឲ្យបានច្រើនកាន់តែច្រើនកាន់តែល្អប៉ុន្តែសូមឲ្យទឹកហ្នឹងគឺជាទឹកស្អាតហើយនឹងគាត់ព្យាយាមទូរស័ព្ទតាក់ទងទៅគ្នាឬក៏អត់សេវាឬក៏អត់ទូរស័ព្ទទេគាត់អាចលាងហើយគាត់ដើរមកផ្ទះមកដោយសារពេលខ្លះក៏វាអត់មានធ្វើទុកឲ្យដែរករណីដែលធ្វើទុកគឺបន្ទាប់ពីបាញ់ហើយអញ្ចឹងទៅអាចកាហាយអាចឈឺអាចស្វាងអាចមើលអត់ឃើញអីគឺត្រូវមកពេទ្យដើម្បីពិនិត្យមើលបន្តទៀតអញ្ចឹងសរុបមកវិញគឺករណីសង្គ្រោះបឋមពេលដែលពោះគាត់
ពោះឲ្យបាញ់ពឹសទៅភ្នែកគឺត្រូវតែលាងភ្នែកហ្នឹងគឺត្រូវតែលាងជាមួយទឹកឲ្យបានច្រើនហើយលាងមិនលាងបិទភ្នែកទេគឺលាងកញ្ចក់ភ្នែកហ្នឹងហ្មងណាគឺយើងបើកភ្នែកហើយបាញ់ទឹកលាងមានគ្នាកាន់តែល្អមិនថាបើអត់គ្នាទេគឺយើងមានអីបាញ់ដែរជះបាច់ទឹកមកត្រូវកញ្ចក់ភ្នែកហ្នឹងមកហើយដើរមកផ្ទះឬក៏ដើរមកក្នុងភូមិវិញមកដើម្បីរកគ្នាជួយគ្នាបន្តទៀតបាទអរគុណច្រើនណាស់ បានបងបាទ ខ្ញុំសូមអាប់ដេតព័ត៌មានបន្តិចទាក់ទងមួយការវាយតម្លៃឃើញមួយគ្រូចូលបាន43នាក់ហើយលើពេលតម្លៃបាទស្របពេលដែលវត្តមានមានចំនួន87នាក់ចឹងសូមលោកគ្រូចូលមើលឆាត Zoom ទាក់ទងមួយលេងវាយតម្លៃរួចបានយើងតម្លាក់បោះតេស្តចូលណាលោកគ្រូ លោកគ្រូអ្នកគ្រូមានចម្ងល់អីថែមទៀតទេបាទលោកគ្រូអ្នកគ្រូអាចឆាតតាក់ទងជាមួយនៅក្នុងគ្រូគណៈរបស់យើងក៏បានក្នុងករណីលោកគ្រូមានចម្ងល់អីផ្សេងទៀតណាបាទ Vụ bình thích sắp số tiền tại con là VA tầm lấy là vụ nhỏ toàn chèn nó VA bị mấy được. បាទអ្នកគ្រូការវាយតម្លៃហ្នឹងចូល link ទៅក្នុងបងបានចូលក្នុង chat Zoom ឃើញ link ហ្នឹងនៅឡូបងគង្គាតចូលបានទេបង Ban mà là vụ plek bạc dự nên mình gồm nhôm. គ្រូបង Không បា biết ន là ចូល cầm rong sừng lô VA tầm lấy là vụ VA nó năng ấy được vụ. វាយតម្លៃខ្ញុំទម្លាក់ចូលក្នុង chat Zoom មិញបងឃើញទេខ្ញុំទម្លាក់អម្ដងទៀត À xuống nhắn cũng hiện ấy được vụ. បាទ May được vụ ấy xui trở đi tầm ឃើ lực ញ cái mùi. លោកគ្រូអ្នកគ្រូគាត់ screenshot ហើយចូល upload ចូលខ្ញុំថាខ្ញុំចាំបាច់ screenshot ចូលទេបាទអញ្ចឹងកុំឲ្យបាត់ព័ត៌មានបងលោកគ្រូអ្នកគ្រូដែលចូលរួមអាច keep ទុកខ្លួនឯងចុះព្រោះក្នុងប្រព័ន្ធខ្ញុំបានឃើញហើយបាទអញ្ចឹងសូមអធិស្ឋានផងបាទខ្ញុំទម្លាក់លៀងម្ដងទៀតណាបងបាទ Dạ con được vụ. ដើម្បីកុំឲ្យខាតពេលលោកគ្រូអ្នកគ្រូវាយតម្លៃបន្តបន្ទាប់ចុះហើយនៅពេលដែលទម្លាក់link ប៉ុស្តិ៍តេស្តទៅយើងគិតនាទីបាទតែមុននេះយើងច្រឡំបន្តិចច្រឡំ link ទម្លាក់ប៉ុស្តិ៍តេស្តមុនហើយលោកវិញដើម្បីដាក់វាយតម្លៃមុនអញ្ចឹងលោកគ្រូអ្នកគ្រូដែលវាយតម្លៃបន្តវាយតម្លៃចុះហើយខ្ញុំបញ្ជាក់ណាការចូលរួមរបស់លោកគ្រូអ្នកគ្រូនៅពេលដែលលោកគ្រូចូលវត្តមានក្តីវាយតម្លៃក្តីធ្វើប៉ុស្តិ៍តេស្តក្តីគឺម៉ោងប្រហែលលោកគ្រូ submit គឺឃើញទាំងអស់អញ្ចឹងលោកគ្រូចង់បន្លំក៏បានដែរចំពោះហេតុផលផ្សេងលោកគ្រូចូលរួមបានប្រហែលចាំបាច់ត្រូវតាក់ទងជំរាបមកខាងក្រុមប្រឹក្សាងារគណៈមុនសិនដើម្បីដឹងយល់ពីគ្នាណាអាចដាច់សេវាអាចអីនឹងអាចជំរាបមកតែបើអត់ជំរាបទេយើងអត់ទទួលដឹងចំពោះករណីនេះទេបាទ
បាទសួរគ្រូបន្ទឿនណាខ្ញុំអាលីងថាធ្វើប៉ុស្តេស្តហ្នឹងខ្ញុំធ្វើឲ្យបានទេបងអត់អីណាបងអី អត់អីទេចឹងលោកគ្រូបាទបើសិនជាករណីលោកគ្រូធ្វើហើយវាយតម្លៃហើយអាហ្នឹងអត់អីទេអូខេខ្ញុំសូមសម្លាក់ link ម្ដងទៀត គ្រូប៉ុស្តេស្តហ្នឹងតែយើងធ្វើឲ្យ submit ឲ្យបានម្ដងទៀតទេគ្រូលើអីចឹង បើលោកគ្រូ submit ហើយពុំចាំបាច់ submit ម្ដងទៀតទេប៉ុន្តែលោកគ្រូធ្វើបានប្រហែលលោកគ្រូ keep ទុកខ្លួនឯងទៅណាសំខាន់លោកគ្រូធ្វើបានបើខុសត្រឹម2សំណួរអាហ្នឹងអូខេអាចទទួលយកបានជាប់ហើយតែបើករណីធ្វើអត់បានត្រឹមខុសច្រើនជាង2សំណួរលោកគ្រូចាំបាច់ត្រូវធ្វើឲ្យជាប់ហ្នឹងមិនបាន certificate បាទគ្រូបាទ ខ្ញុំសូមឆ្លើយសំណួររបស់អ្នកគ្រូងិននិមលបន្តិចអ្នកគ្រូគាត់សួរក្នុងឆាតរបស់គាត់សួរថាសង្កត់បេះដូងជម្រៅ5ទៅ6សង់ទីម៉ែត្រហ្នឹងបែងចែកទៅតាមអាយុឬយ៉ាងណាជំរាបទៅគ្រូដែរគឺ5ទៅ6សង់ទីម៉ែត្រហ្នឹងគឺយើងសង្កត់ទៅលើនៅពេញវ័យឬក៏ក្មេងដែលគាត់មានអាយុចាប់ពី12ឆ្នាំមកពេញវ័យហើយបើក្មេងក្រោម12ឆ្នាំគឺចន្លោះពី6ទៅ12ឆ្នាំគឺយើងសង្កត់ត្រឹម4សង់ទីម៉ែត្រហើយចំណែកកូនក្មេងក្រោម6ឆ្នាំឬក៏ណេអូគឺសង្កត់1/3នៃប្រអប់ទ្រូងអញ្ចឹងអ្នកគ្រូព្យាយាមមើលប្រអប់ទ្រូងរបស់គាត់ទៅហើយចែកជា3ភាគទៅគឺសង្កត់ជម្រៅ1/3នៃប្រអប់ទ្រូងបាទអញ្ចឹងអរគុណអ្នកគ្រូសូមអរគុណអ្នកគ្រូនិមលអ្នកគ្រូទទួលបានចម្លើយរបស់លោកគ្រូបានយល់ច្បាស់ទេអ្នកគ្រូ ចាបានទេលោកគ្រូអរគុណច្រើន បាទអរគុណអញ្ចឹងលោកគ្រូអ្នកគ្រូមានចម្ងល់អីទៀតទេលោកគ្រូបាទហើយមួយទៀតតើតើមួយការវិយតម្លៃនិងប៉ុស្តេស្តអ្នកគ្រូចូលបាននៅបាទ ខ្ញុំចូលអត់បានហ្នឹងគ្រូបន្ទឿន លោកគ្រូចូល link មួយណាវិយតម្លៃឬក៏ប៉ុស្តេស្ត link ប៉ុស្តេស្តហ្នឹងចូលអត់បាន ចុចទៅវាអត់លោតឲ្យចឹងចូលអាក្នុងឆាតហ្នឹងអូបានហើយគ្រូបន្ទឿនបានហើយអរគុណ បាទអរគុណលោកគ្រូអ្នកគ្រូបានវិយតម្លៃ53នាក់អត់ទាន់គ្រប់ទេណាលោកគ្រូខ្ញុំសូមបញ្ជាក់ឡើងវិញលោកគ្រូអ្នកគ្រូដែលបានចូលរួមទី1ត្រូវចុះវត្តមានយើងបានលោកគ្រូអ្នកគ្រូចូលបានច្រើនគ្នាហើយត្រឹមត្រូវហើយនៅវត្តមានមួយចំនួនហើយបន្ទាប់ពីបទបង្ហាញរបស់លោកគ្រូផាន់រិទ្ធរួចយើងបានទម្លាក់ link វិយតម្លៃហើយវិយតម្លៃលោកគ្រូអ្នកគ្រូវិយតម្លៃអត់ទាន់គ្រប់គ្នាទេបាទយើងក្នុងឆាត Zoom យើងមុននេះចិត្តជាងប៉ុន្តែវិយតម្លៃបានធំ5ជាងណាអញ្ចឹងបើក្នុងករណីចន្លោះការវិយតម្លៃនេះក៏អត់បាន certificate ដែរ បងសុំសួរបងយើងធ្វើយើងអាចពេញពី Zoom បាន បាទ
nhưng ban thua hai ở đó thằng tây thằng ní đây nhưng ai tranh bị súng man thế không thua hai ở hay អូចាំតិចសិនណាខ្ញុំជំរាបពួកគាត់សិនហើយខ្ញុំបិទហ្មងប្រកាសបិទ bảo bảo គ្រូខ្ញុំមើលលេងប៉ុស្តិ៍តែអត់ឃើញទេលោកគ្រូ លោកគ្រូខ្ញុំចុះឈ្មោះហើយគ្រូ បាទលោកគ្រូចុះវត្តមាន link ទី1 ទី2វិតម្លៃវគ្គទី3តេស្តចុងក្រោយវគ្គលោកគ្រូបាទចឹងបើសិនជាលោកគ្រូអ្នកគ្រូអត់មានចម្ងល់ទេខ្ញុំសូមអឺចូលរួមចុងក្រោយវគ្គបន្តិចបាទចឹងជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូផនផាណាឌិតដែលបានចំណាយពេលដ៏មានតម្លៃដែលលោកគ្រូបានចូលរួមក្នុងការធ្វើបទបង្ហាញដល់សមាជិកានៃគណៈក្លិនិកខេត្តកោះកុងយើង ជំរាបសួរលោកគ្រូចង់សុំកាន់លោកគ្រូទេ ជើញ យើងធ្វើបន្ទុកបានប៉ុន្មានបានចប់លោកគ្រូ លោកគ្រូខុសយ៉ាងច្រើនពីសំណួរលោកគ្រូខុស3សំណួរអ នេះ ត់ស្របទេ យើងធ្វើបាន65នៅលើ75 លោកគ្រូពិនិត្យមើលសំណួរលោកគ្រូវិញលោកគ្រូខុសប្រហែលសំណួរ អូអត់បានពិនិត្យផងខ្ញុំចេញមកវិញបាត់ហើយណាតើធ្វើសារថ្មីយើងអត់បានមើលទំនួលខុសប្រហែលផង បានទេគ្រូ ចេញ ជាក់ មក បាន បាទ សំណួររបស់យើងមាន15សំណួរនៅក្នុង link របស់លោកគ្រូឃើញ15សំណួរត្រូវអត់លោកគ្រូអញ្ចឹងលោកគ្រូបានមិញលោកគ្រូប្រាប់ថាខុសពីសំណួរខុសលោកគ្រូបាន65ហ្នឹងអញ្ចឹងមានន័យថាលោកគ្រូខុសពីសំណួរអញ្ចឹងមិនជាបញ្ហាលោកគ្រូនេះហើយជាប់ហើយខុសពីសំណួរក្នុងមួយសំណួរយើងបាន5បន្ទុកណាលោកគ្រូបានពិនិត្យមើលបន្ទុកតាមសំណួរមួយឯង គ្រូប៉ុស្តិ៍តែអត់មានឈ្មោះទេគ្រូហ៎យកតែយកមកគ្រូ លោកគ្រូខ្ញុំសូមពិនិត្យមើលបន្តិចសិនមិនធ្វើខុសពីសំណួរជាប់អត់លោកប្រធាន
អធិស្ឋានលោកគ្រូអាចផ្អាកការធ្វើតេស្តតិចទៅកំហុសបច្ចេកទេសខ្ញុំបាន edit បន្ថែមឈ្មោះលោកគ្រូចូលក្នុងហ្នឹង Lô bình thường lừa bình thường. Lúc cô chui bớt link trong nhà tôi hàng cào mà đón tiết đấy link muốn đấy bắt chmu trong lúc cô nhà sắp mấy tới bài chỉ ăn khơi chmu lúc cô quay trở lại đây thua bỏ tay thì chẳng là link bật time chmu lúc cô đã chmu châu mất và chia sẻ và trong cô sầm núa đỏ đai thế bà sầm núa đỏ đai thế lúc cô bật chạy sầm núa môi sầm núa ban pram mình tụ trong sở đọc nên đọc pram sầm núa lúc cô copy sầm núa kho thẩm pi sầm núa nó ban thì khét kho chắp bị bay tới nó ngọn ban thế nên cô bàលោកគ្រូដើម្បីចូលមើលបន្ទុកអាហ្នឹងយើងចូលមិនលោកគ្រូខ្ញុំ view score លោក ហើយ view score លោក view score submit រួចលោកឃើញពាក្យ view score ពណ៌ខៀវហ្នឹងគូចូលមើលឃើញ lạiណាអញ្ចេះលោកគ្រូ submit ហើយលោកឃើញផ្ទាំងមួយលោកឃើញថាបច្ចេកបាន submit រួចតើបាទខ្ញុំឆ្លើយហើយលោកគ្រូហើយឯងមិញ បាទខ្ញុំសុំបច្ចេកមិញ link ក្រោយយក link ក្រោយលោកគ្រូមិនមែនឈ្មោះលោកគ្រូដាក់ឈ្មោះពេញឈ្មោះលោកគ្រូអា link មុនហ្នឹងអត់មានឈ្មោះទេអញ្ចឹងលោកគ្រូ submit មកអត់ឃើញឈ្មោះលោកគ្រូទេ អូទំលោកគ្រូទំដាក់មកក្រោយនេះមែន បាទប៉ុន្តែសំណួរដូចតែមិញដែរតើលោក ដូច គ្រូ គ្នាសំណួរដូចគ្នាលោកគ្រូ អញ្ចឹងអានេះយើងពេញឈ្មោះសិនបានយើងឲ្យឆ្លើយសំណួរបាន ប៉ុស្តិ៍តេស្តនេះលោកគ្រូបំពេញឈ្មោះខាងលើហើយបានចាំឆ្លើយសំណួរ បាទ ឆ្លើយសំណួរទៅពេលលោកគ្រូ submit ខ្ញុំឃើញឈ្មោះលោកគ្រូក្នុងនោះបញ្ជាក់ថារបស់លោកគ្រូតែមុន link មុនវាអត់មានឈ្មោះអញ្ចឹងអត់អាចបញ្ជាក់ថារបស់ខាងណាបាទអញ្ចឹងខ្ញុំសូមផ្អាកសំណួររបស់លោកគ្រូសិនខ្ញុំសូមប្រកាសបិទហើយចាំលោកគ្រូបន្តអាចសួរនាំបានជាទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូផនផាណាឌិតដែលបានធ្វើបទបង្ហាញមានខ្លឹមសារនិងអត្ថន័យសម្រាប់វគ្គបណ្ដុះបណ្ដាលរបស់យើងហើយជូនពរលោកគ្រូមានសុខភាពល្អនិងជោគជ័យគ្រប់ភាគកិច្ចបាទហើយក៏សូមអរគុណទៅដល់លោកគ្រូក្នុងជាអនុប្រធានក្រុមប្រឹក្សាគណៈគណខេត្តលោកគ្រូជាសមាជិកនៃក្រុមប្រឹក្សាគណៈខេត្តដែលបានចូលរួមដោយលោកគ្រូសែនសុអ៊ីបាទលោកគ្រូជាសមាជិកនៃគណៈគណខេត្តកោះកុងយើងទាំងអស់គ្នាដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនិងបានមានសំណួរ
ញ៉ាំផលនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងនេះជាការលើកទឹកចិត្តមួយដែរដល់វគ្គបណ្ដុះបណ្ដាលនិងលោកគ្រូដែលបានធ្វើបទបង្ហាញ ហើយនៅ ពីការចាប់អារម្មណ៍របស់លោកគ្រូអ្នកគ្រូក្នុងវគ្គបណ្ដុះបណ្ដាលរបស់យើងចំណុចមួយទៀតលោកគ្រូមួយចំនួនគាត់គ្រប់គ្រងសំឡេងរបស់ខ្លួនអត់ទាន់បានល្អទេអញ្ចឹងអាចនៅពេលដែលយើងមានវគ្គបណ្ដុះបណ្ដាលក្រោយទៀតសូមឲ្យលោកគ្រូអ្នកគ្រូពិនិត្យការគ្រប់គ្រងសំឡេងហើយការចូលរួមនៅពេលដែលក្រុមការងារសូមឲ្យលោកគ្រូបើកកាមេរ៉ាដើម្បីថតរូបសូមលោកគ្រូទាំងអស់គ្នាសហការបើកកាមេរ៉ាថតរូបបណ្ដុះបណ្ដាលរបស់យើងហើយធ្វើម៉េចស្លៀកពាក់ឯកសណ្ឋានអីនោះឲ្យសមរម្យមិនចាំបាច់ឯកសណ្ឋានពេទ្យឬក៏អីទេបាទសូមធ្វើម៉េចឲ្យស្លៀកពាក់សមរម្យមកបានហើយបាទហើយព្យាយាមរកកន្លែងមានអ៊ីនធឺណិតហើយយើងនឹងព្យាយាមធ្វើវគ្គបណ្ដុះបណ្ដាលយើងឲ្យចំថ្ងៃដែលលោកគ្រូអាចមានពេលត្រឹមត្រូវមិនចំថ្ងៃសម្រាប់ឬក៏យ៉ាងណាបាទតែសំខាន់គ្រូបណ្ដុះបណ្ដាលរបស់យើងលោកមានពេលសម្រាប់តែថ្ងៃសម្រាប់នេះដោយសារតែគាត់មកមានញឹកច្រើននៅមន្ទីរពេទ្យការងារច្រើនហើយមន្ត្រីគាត់មកមានញឹកចឹងដូចលោកគ្រូខ្លះក៏គាត់កំពុងតែយាមនៅតាមទីពេទ្យនៅតាមមណ្ឌលសុខភាពដែរអញ្ចឹងលោកគ្រូអ្នកគ្រូក៏បានឆ្លៀតពេលវេលានេះពិតជាមានការឲ្យតម្លៃដល់ក្រុមប្រឹក្សាគណៈរបស់យើងហើយយើងខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះទៀតបាទដើម្បីធ្វើម៉េចកុំឲ្យថាក្រុមប្រឹក្សារបស់យើងគិតតែវិសាសាមញ្ញប្រមូលលុយចុះបញ្ជីការតែអត់ឃើញមានវគ្គបណ្ដុះបណ្ដាលអីបាទនេះយើងធ្វើបន្ទាប់ចូលរួមបន្ថែមទៅលើការបណ្ដុះបណ្ដាលរបស់ក្រុមប្រឹក្សាគណៈជាតិរបស់យើងក្នុងនោះលោកគ្រូក៏អាចស្វែងរកការទទួលវគ្គបណ្ដុះបណ្ដាលផ្សេងដែលទទួលស្គាល់ដោយគណៈเป็นថ្នាក់ជាតិមានដូចជាសមាគមគលានុបដ្ឋកម្ពុជាដែលធ្វើវគ្គបណ្ដុះបណ្ដាលប្រចាំខែដោយគណៈជាតិដែរអញ្ចឹងសារនេះយើងបានរៀបចំបើគិតទៅយើងធ្វើ2លើកហើយធ្វើផ្ទាល់មួយលើកនៅសារប្រជុំទីសុខាភិបាលដែលយើងធ្វើសកាសាលាបូកសរុបការងាររបស់យើង2025អាចនិយាយថានេះជាលើកទី2ប៉ុន្តែនេះយើងធ្វើតាមប្រព័ន្ធZoomសុទ្ធបាទចឹងសូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូមែនតើមកកុំភ្លេចធ្វើការវិយតម្លៃឲ្យបានគ្រប់គ្នាចុះវត្តមានរួចហើយវិយតម្លៃបន្ទាប់មកយើងទៅបោះតេស្តបាទតែហើយព្រោះអាហ្នឹងយើងចូលមើលបន្ទុកយើងលោកគ្រូចូលកន្លែងណាវិញលោកគ្រូចូល view score លោកគ្រូ view score ឃើញបន្ទុកក៏ត្រូវឡើងហ្នឹងបង វិជាស្រ័យលោកគ្រូបន្ទឿននៅខ្ញុំធ្វើបោះទៅហើយខ្ញុំអាចលេបចេញបានគ្រូលោកគ្រូធ្វើជាប់ហើយលោកគ្រូធ្វើជាប់ហើយអាចលេខចេញបានលោកគ្រូបាទសូមអរគុណច្រើនបងបាទអរគុណជំរាបសួរលោកគ្រូអញ្ចឹងតកតងនឹង certificate យើងអត់ទាញបានឥឡូវណាលោកគ្រូអត់ទាន់ទាញបានឥឡូវទេលោកគ្រូបាទដោយសារតែថ្នាក់ខេត្តធ្វើមិនមែននៅក្នុងប្រព័ន្ធរបស់ថ្នាក់ជាតិទេបានលោកគ្រូបាទអញ្ចឹងខ្ញុំជំរាបលាខ្ញុំធ្វើចប់ហើយធ្វើវគ្គបណ្ដុះបណ្ដាលបែរជាអាចក្នុងអាទិត្យក្រោយរួចរាល់ខ្ញុំផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកគ្រូដែលបានចូលរួមរួចសុក្រិតត្រឹមត្រូវហើយខ្ញុំនឹងចេញ certificate ជូនបានលោកគ្រូអញ្ចឹងខ្ញុំជំរាបលាខ្ញុំធ្វើតេស្តរួចហើយបានបន្ទុកជាប់ហើយលោកគ្រូបានធ្វើតេស្តអា link ចុងក្រោយលោកគ្រូមានឈ្មោះជាប់របស់លោកគ្រូបាទខ្ញុំធ្វើ link ចុងក្រោយមានឈ្មោះបាទអញ្ចឹងសូមបញ្ជាក់លោកគ្រូបាទបានប៉ុន្មានភាគរយជាប់បន្តក្នុងនោះមាន15សំណួរបើ15លោកគ្រូ15សំណួរហើយបើខុសត្រឹម2អាហ្នឹងអូខេបានត្រឹមត្រូវបងបងខុសមួយជាប់វិញបាទលោកគ្រូនិយាយថាសំណួរហ្នឹងបើយើងក្រេខុសអាហ្នឹងវាលោតពណ៌ក្រហមមែនទេបាទលោកគ្រូមើលចម្លើយអាចអញ្ចឹងខ្ញុំអត់អីទេខ្ញុំបានទាំងអស់បាទលោកគ្រូបានប៉ុន្តែអត់បើអាកន្លែងបន្ទូហ្នឹងដឹងចូលទៅកន្លែងណាទេអត់តតចេះបាទបន្ទើខ្ញុំសុំស៊ូមួយបន្ទើបាទបន្ទើតាក់ទងជាមួយតេស្តក្រោយវគ្គហ្នឹងខ្ញុំធ្វើអា link ចាស់ហើយដល់ពេលខ្ញុំថយចេញខ្ញុំចូល link ថ្មីវិញពេលហ្នឹងខ្ញុំគ្រីសហើយគ្រីសអា link ចាស់ឲ្យចម្លើយដល់ពេលខ្ញុំចូល link ថ្មីវិញវាឲ្យវាយឈ្មោះប៉ុន្តែអាគ្រីសហ្នឹងវានៅជាប់ដែរនឹងអត់អីណាហើយគ្រីសជាប់ដដែលមានន័យថាបើយើងតែបន្ថែមតែឈ្មោះយើងនេះហ្នឹងហើយ
បន្ថែមឈ្មោះទៅហើយ submit ឡើងវិញហ្នឹងបានទេ អូបានហ្នឹង បាទ ខ្ញុំធ្វើហើយអញ្ចឹង អូខេ បាទអរគុណច្រើន បាទមិញបាន លោកគ្រូ បាទលោកគ្រូហួរជើញ លោកគ្រូឃើញអត់ឃើញអ ប៉ុ ត់ តេ ឃើញ លោក អត់ឃើញប៉ុស្តិ៍តែគ្រូទៅបញ្ចូលទេ រត់ លោក អូ គ្រូ ឃើ នៅ ញតិច ក្នុង តិច Zoom បើសិនជា ខ្ញុំចូលដាច់គ្រូ បាទលោកគ្រូផាន់ទៅគាត់បាន forward បន្តទៀតទេនេះថែមនេះឃើញគាត់ដាក់ចូលអត់ខ្ញុំដាក់ចូលសារថ្មីម្ដងទៀតបាទលោកគ្រូបាទគ្រូឃើញទេឃើញប៉ុស្តិ៍តែចូលខាងខ្ញុំខ្ញុំអាចទុក អធិស្ឋានមិនទឿនខ្ញុំសុំសួរមួយករណីយើងធ្វើប៉ុស្តិ៍តែឲ្យយើងធ្វើយើងធ្វើឲ្យមិនព្រោះដោយសារខ្ញុំ submit ឲ្យខ្ញុំឃើញប៉ុន្តែដូចមិនធ្វើណាមានអាករណីដាក់ឈ្មោះអាក្រោយនេះដាក់ឈ្មោះអញ្ចឹងធ្វើមិនខ្ញុំអាច លោកគ្រូយក link ដូចលោកគ្រូមកសម័យមកសួរមិញណាលោកគ្រូចុច link ក្រោយវិញបន្ថែមឈ្មោះលោកគ្រូទៅហើយ submit ឡើងវិញទៅលោកគ្រូ បាទអរគុណ បាទលោកគ្រូដោយសារតែខ្ញុំបញ្ហាកន្លែងនេះដាច់ភ្លើងទៀតហើយកុំព្យូទ័ររបស់ខ្ញុំខ្សោយថ្មអញ្ចឹងលោកគ្រូបន្តធ្វើតេស្តទៅលោកគ្រូដែលបានធ្វើវិទ្យាល័យហើយធ្វើប៉ុស្តិ៍តេស្តហើយអាចជួយចេញបានហើយសូមអរគុណលោកគ្រូទាំងអស់គ្នាដែលបានចូលចំណាយពេលចូលរួមហើយសូមឲ្យលោកគ្រូទាំងអស់គ្នាទទួលបានសុខភាពល្អធ្វើដំណើរប្រកបដោយសុខភាពហើយរីករាយចុងសប្តាហ៍ទាំងអស់គ្នាបាទខ្ញុំនៅបន្តនៅក្នុងនេះទេតែចាំជួយបន្ថែមបើសិនជាលោកគ្រូមានចំណងល់អាចកុំព្យូទ័រខ្ញុំស៊ូបានប្រហែលជាកន្លះម៉ោងទៀតអញ្ចឹងនៅក្នុងម៉ោងត្រឹមម៉ោង 3ខ្ញុំបិទទៅលោកគ្រូ submit ត្រឹមម៉ោង 3គ្រប់ណាស់ទៅ លោកគ្រូខ្ញុំរកកន្លែងដាក់ពេទ្យឃើញបន្ទុកយើងពេញ75ចឹងឯងលោកគ្រូ បាទ15សំណួរមួយសំណួរ5បន្ទុកបង ចឹងជាប់លោកគ្រូ70លើ75 បាទអរគុណបង អរគុណលោកគ្រូ បាទអរគុណលោកគ្រូមេ បន្ទឿ សម្បូ ន រ បន្ទុកក៏បន្ទឿនបន្ទុកបានជាប់ ទុក75បងខុសត្រឹម2សំណួរបាន អូខេអញ្ចឹងអត់ជាប់ បានលោកគ្រូមេសម្បូរលោកបញ្ជាក់មិញថាប៉ុស្តិ៍តេស្តអត់ឃើញឈ្មោះអ្វី submit ទាំងអស់គ្នាអត់មានឈ្មោះដឹងយកខាងណាទេអរគុណច្រើន លោកគ្រូកូនសិស្សថ្មីយ៉ាងសិបគង្គាលោកគ្រូមើលឃើញហើយលោកគ្រូ អូខ្ញុំមានការភ្ញាក់ផ្អើលដែលបជីវត្តមានកើនដល់90វាយតម្លៃបានតែ62ទេដល់ពេលប៉ុស្តិ៍តេស្តបាន104 លោកគ្រូមានអារម្មណ៍ដូចខ្ញុំទេ លោកគ្រូពេលខ្លះអាចចុះវត្តមានចុះអី